បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី11ខែមករាឆ្នាំ2026បាទនៅរាត្រីនេះខ្ញុំមានព័ត៌មានទាំងព័ត៌មានជាតិនិងអន្តរជាតិដែលនឹងជម្រាបជូនបងប្អូនតាមលំដាប់លំដោយដូចតទៅបាទទី1គឺប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេសរួមគ្នាធ្វើបាតកម្មជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិទាមទារការសងខូចខាតនឹងដីពីថៃវិញបញ្ជីឈ្មោះប្រជាពលរដ្ឋចុះឈ្មោះគាំទ្របណ្ដឹងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC តាមរយៈលោកមូនពេជ្រកើនដល់ជិត150,000 នាក់មន្ត្រីរដ្ឋាភិបាលក្រៅប្រទេសថាឃោសនិកបកកណ្ដាលអំណាចកំពុងតែប្រឌិតព័ត៌មានថាថៃនឹងសងកម្ពុជា300,000 លានដុល្លារក្រសួងការបរទេសអាមេរិកផ្ដល់ជំនួយថ្មីចំនួន10លានដុល្លារដល់កម្ពុជាដើម្បីដោះមីនលោកមេឃសវណ្ណារាពលរដ្ឋខ្មែរអាមេរិកដាក់ញត្តិទៅរដ្ឋសភាអាមេរិកនិងស៊ុយអែតឲ្យផ្អាកជំនួយយោធាថៃលោកហ៊ុនម៉ាណែតស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារអនុគ្រោះផ្នែកហិរញ្ញវត្ថុដល់យោធិននិងជនភៀសសឹកទូតបារាំងហាមប្រជាពលរដ្ឋខ្លួនឲ្យនៅឆ្ងាយចម្ងាយ50គីឡូម៉ែត្រពីតំបន់ជម្លោះព្រំដែនកម្ពុជាថៃមេបកប្រឆាំងថៃសុំទោសទាហានថៃជួរមុខរឿងសម្ដីខុសពីរឿងទាហាននេះកាលពីឆ្នាំ2023លោកត្រាំថាអាមេរិកត្រូវតែយកកោះ Greenland ឲ្យបានមុនចិនឬរុស្ស៊ីលោកត្រាំថាវេណេស៊ុយអេឡាចាប់ផ្ដើមដោះលែងអ្នកទោសនយោបាយតាមសំណើអាមេរិកនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃសំទុះប្រចាំរាត្រីបាទបងប្អូនព័ត៌មានទី1ទៅមុនគឺប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាំគ្នាធ្វើបាតកម្មជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិមានទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិបាទមានទាំង ICC មានទាំង ICJ ឥឡូវនេះពាក្យ ICC និង ICJ នេះស្ទើរតែប្រជាពលរដ្ឋខ្មែររត់មាត់ហើយវាជាពាក្យអក្សរកាត់សម្រាប់ហៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិហើយឥឡូវសូម្បីតែ PPA ដែលជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលមកពីពាក្យពេញថា Paris Peace Agreement ឬក៏ Paris Peace Accord អីហ្នឹងទៅជារត់មាត់ថាចាំថា PPA រឿង3ដែលប្រជាពលរដ្ឋខ្មែរទំទិញហើយចាំមាត់ជាងគេហ្នឹងគឺរត់មាត់ជាងគេហ្នឹងគឺ ICC ICJ PPA បាទតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC តុលាការយុត្តិធម៌អន្តរជាតិ ICJ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី PPA បាទឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរមួយចំនួនដែលមានការផ្ដួចផ្ដើមចូលរួមពីមន្ត្រីគណៈបកថារដ្ឋាភិបាលក្រៅប្រទេសផងហើយក៏មានវត្តមានលោកសំរងស៊ីមានវត្តមានលោកអ៊ុំសំអានមានវត្តមានលោកម៉ែនស្ថាវរិនមានវត្តមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសមួយចំនួនទៀតបានចូលរួមនៅក្នុងពិធីនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាជាមួយនឹងបងប្អូនសហគមន៍ខ្មែរមួយចំនួននៅទីក្រុងឡុងបិចហើយនឹងបងប្អូនមានតាំងពីទីក្រុងក្បែរហ្នឹងរហូតដល់ជិះឡានរាប់ម៉ោងឯណោះពី San Diego មកចូលរួមដែរហើយក៏បានធ្វើពិធីដំបូងឡើយនៅឯវត្តកម្ពុជាក្រោមនៅក្នុងតំបន់ទីប្រជុំជននៃភូមិខ្មែរនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាយើងនេះពិធីជួបសំណេះសំណាលរវាងមន្ត្រីថ្នាក់ដឹកនាំរដ្ឋាភិបាលក្រៅប្រទេសនៅឯវត្តខ្មែរកម្ពុជាក្រោមនោះគឺរួមនឹងពិធីគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនយោធិនកម្ពុជាដែលពលីនៅក្នុងសមរភូមិដើម្បីការពារដែនអធិបតេយ្យកម្ពុជាផងហើយក៏រៀបចំជាពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរៃអង្គាសថវិកាមួយចំនួនដើម្បីទៅជួយដល់អ្នកខ្វះខាតនៅជួរមុខរួមទាំងជនភៀសសឹកនឹងផងហើយបន្ទាប់ទៀតទៅពួកគាត់ក៏បានដង្ហែក្បួនទៅកាន់តាមដងផ្លូវអាណាហែមដែលជាផ្លូវមានប្រជាប្រិយសម្រាប់ក្រុងខ្មែរនៅឯទីក្រុងឡុងបិចហ្នឹងហើយទៅតវ៉ានៅមុខបណ្ណាល័យសំទោសមុខ
ឧទ្យានមួយដែលជាឧទ្យានដែលពួកគាត់តែងតែអ្នកក្រុមអ្នកតវ៉ាតែងតែយកជាទីតាំងសម្រាប់តវ៉ានោះគឺឧទ្យាន Makassar Park ដែលជាទីប្រជុំជនមួយនៅក្នុងតំបន់ទីក្រុងឡុងប៊ិចហ្នឹងហើយនៅក្នុងការតវ៉ាហ្នឹងក៏ពួកគាត់បានមានសារយ៉ាងសំខាន់ទី1គឺតាក់ទងនឹងតវ៉ាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនឹងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី PPA ផងដើម្បីធ្វើយ៉ាងម៉េចទាមទារឲ្យថៃទទួលខុសត្រូវចំពោះការរំលោភបំពានឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយសងសំណងខូចខាតសពបែបយ៉ាងដែលថៃបង្កជាភ័សនកម្មនិងផលរងគ្រោះឬក៏ខូចខាតដល់ប្រទេសមួយនេះជាពិសេសគឺទាមទារឲ្យថៃខ្ជាក់ដីទាំងបើខាងក្រមរដ្ឋាភិបាលក្រៅប្រទេសនេះអះអាងថាមានដល់ទៅ35ទីតាំងឯណោះដែលទាហានថៃវាយរំលោភឈ្លានពានដណ្ដើមបានពីខាងភៀកគីកម្ពុជាបើទោះបីជារដ្ឋាភិបាលកម្ពុជាអះអាងថាមានតែតំបន់14ទីតាំងតែប៉ុណ្ណោះដែលត្រូវបានខាងទាហានថៃវាយឈរជើងបានយ៉ាងរឹងមាំនោះតែយ៉ាងណាក៏ដោយមិនថា14កន្លែងមិនថា28កន្លែងមិនថា34 35កន្លែងទេគឺសូម្បីតែ1មីលីម៉ែត្រណាក៏ជាចំណែកនៃដីដែនអធិបតេយ្យរបស់កម្ពុជាដែលថៃមិនអាចឈ្លានពានកម្ពុជាបានទេថៃឈ្លានពានកម្ពុជានេះចូលដល់ដំណាក់កាលមួយថាជាក្រុមបងធំគឺចាប់រំលោភកម្ពុជាហើយខ្ទប់មាត់បិទចិត្តឈឹងមិនឲ្យស្រែករកគេជួយទៀតហើយសូម្បីតែថាជាអំពើរំលោភហ្នឹងក៏ថាអត់បានដែរដូច្នេះថៃដល់ដំណាក់កាលមួយនៅក្នុងការគម្រាមកំហែងមិនឲ្យកម្ពុជាដែលជាជនរងគ្រោះហ្នឹងហ៊ានស្រែកថាខ្លួនឯងជាជនរងគ្រោះហើយចោទថៃថាជាអ្នករំលោភបំពានហ្នឹងក៏ថៃអត់ព្រមដែរគឺចង់ឲ្យនិយាយថាយ៉ាងម៉េចថាថៃចូលមកចាប់ដៃកសាងសន្តិភាពជាមួយកម្ពុជាតាមរយៈកម្លាំងប្រដាប់អាវុធឬក៏ថាយ៉ាងម៉េចវាអត់មានពាក្យអីដើម្បីនឹងពណ៌នារៀបរាប់ឲ្យត្រូវនឹងអ្វីដែលជាទង្វើរបស់ថៃសោះព្រោះវចនានុក្រមនៅក្នុងកម្រិតច្បាប់ណាវចនានុក្រមដែលសាមញ្ញបែបណាក៏គេអាចមើលពាក្យហ្នឹងឃើញខុសដែរណាអាហ្នឹងវាដូចគ្នានឹងអ្វីដែលកម្ពុជាធ្វើសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងដែលធ្វើទុកបុកម្នេញគណៈបកសង្គ្រោះជាតិឬសកម្មជនយើងដែរនិយាយទៅគឺចំពោះរដ្ឋាភិបាលកម្ពុជាគឺអាការតតាំងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានិងគណៈបកកណ្ដាលអំណាចគឺទង្វើណាក៏ទង្វើញុះញង់ដែរគឺវចនានុក្រមណាក៏បើកមកចេញតែញុះញង់ទាំងមេធាវីទាំងអ្នកនាំពាក្យរដ្ឋាភិបាលទាំងមន្ត្រីសារព័ត៌មានទាំងអីឲ្យតែគ្រប់គ្រងរដ្ឋាភិបាលគឺមានតែពាក្យមួយម៉ាត់គត់គឺញុះញង់បកស្រាយយ៉ាងម៉េចពន្យល់យ៉ាងម៉េចអំពីថាការធ្វើការតវ៉ាដោយសន្តិវិធីក៏នៅតែញុះញង់បង្កឲ្យមានអសន្តិសុខសង្គមប៉ះពាល់ដល់សន្តិភាពធ្នាប់សាធារណៈលក្ខនឹងលក្ខចាប់ដាក់គុកឥឡូវថៃដូចគ្នាពាក្យគាត់មានតែមួយម៉ាត់គត់គឺគាត់ការពារខ្លួនតបតទៅនឹងភាពស្រមោចក្នុងខោរបស់រដ្ឋាភិបាលឬក៏ទាហានកម្ពុជាដើម្បីការពារដែនអធិបតេយ្យរបស់ថៃដណ្ដើមយកដីដែលថៃគិតថាកម្ពុជាធ្លាប់ដណ្ដើមគ្រប់គ្រងរបស់ដីថៃនឹងរាប់សិបឆ្នាំមកហើយតែប៉ុណ្្នឹងឯងអញ្ចឹងភាសារបស់គេគឺគេអញ្ចឹងគេអត់ខ្វល់យើងនិយាយអីនិយាយឥឡូវមករករឿងយើងពីរឿងថាអត់ឲ្យនិយាយពាក្យថាថៃឈ្លានពានដូចគ្នាជាមួយនឹងសកម្មជននៅស្រុកខ្មែរដែរអត់ឲ្យប្រើពាក្យថាតុលាការអយុត្តិធម៌ដែលប្រើយកច្បាប់យកមកទាញឲ្យយឺតដូចកស៊ូញុះញង់គ្រប់រឿងអីណាអ្នកណានិយាយបែបហ្នឹងថាប៉ះពាល់ដល់ប្រព័ន្ធតុលាការធ្វើឲ្យមើងងាយស្ថាប័នតុលាការចាប់ដាក់គុកទៀតឥឡូវដូចគ្នាអញ្ចឹងហើយឈឺចាប់ឯងបងប្អូនបើយើងគិតរឿងហ្នឹងយើងឈឺចាប់ក្នុងនាមជាខ្មែរយើងឈឺចាប់នៅពេលដែលថៃឈ្លានពានយើងអត់មានអ្នកណាម្នាក់ថ្កោលទោសសោះប្រជាពលរដ្ឋនៅលើពិភពលោកទាំងអស់អង្គការសង្គមស៊ីវិលអង្គការផ្នែកច្បាប់អង្គការសិទ្ធិមនុស្សអង្គការមនុស្សធម៌រដ្ឋាភិបាលក្រៅប្រទេសអត់មានអ្នកណាថ្កោលទោសថៃសូម្បីតែមួយអង្គការមានតែចាក់ខ្សែទាំងអស់គ្នានឹងផ្សះផ្សាបង្រួបបង្រួមផ្សះផ្សាទៅបង្រួបបង្រួមផ្សះផ្សាជាមួយនឹងអ្នកដែលបំពេញឈ្លានពានរំលោភបំពេញយើងយ៉ាងម៉េចទៅកើតទៅដូច្នេះហើយបានជារដ្ឋាភិបាលកម្ពុជាថ្មីនេះលោកហ៊ុនម៉ាណែតក៏នៅតែចេញសារនៅក្នុងសន្ទរកថាពិសេសរបស់លោកម្សិលមិញនេះក៏នៅតែប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលគឺអត់ធ្មត់
ស្រឡាញ់សន្តិភាពជាងការឆ្លោះគ្នាចំនួនប្រដាប់អាវុធហើយនឹងដោះស្រាយបញ្ហាតាមសន្តិវិធីនិងផ្លូវយកច្បាប់អន្តរជាតិឬក៏ការទូតនឹងជាគោលអីចឹងទៅក៏ប៉ុន្តែអត់មានបណ្ដឹងអីសូម្បីតែមួយនៅឡើយទេទៅដល់តុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិដែលជាយន្តការច្បាប់អន្តរជាតិដែលកម្ពុជាអះអាងថានឹងធ្វើហើយមិនត្រឹមតែប៉ុណ្្នឹងទេឃោសនិកឬក៏សកម្មជនគ្រប់គ្រងរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចហ្នឹងគឺខំជេរបតិចផ្ដាសាមើលងាយមើលថោកអ្នកណាដែលនាំគ្នារៃស្នាមមេដៃឬក៏ប្រមូលស្នាមមេដៃសហត្ថលេខាអីទៅដាក់ប្តឹងអីអញ្ចឹងទៀតទៅថារដ្ឋាភិបាលហ្នឹងគេធ្វើហើយគេចេះហើយគេមានអ្នកច្បាប់ហើយគេដឹងការដែលត្រូវធ្វើហើយយើងនឹងក៏ចេះលើសគេលើសឯងពេកអីអញ្ចឹងទៅហើយដល់ពេលប្រជាពលរដ្ឋតវ៉ាទៅថាក្រមនឹងប្រឆាំងក្រមឧទាមឥឡូវក្រមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលដឹកនាំឬក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសនេះគឺការពីម្សិលមិញតវ៉ាយ៉ាងសស្រាក់សស្រាំនៅតាមដងផ្លូវមានអឃោសនៈស័ព្ទស្រែកជ័យឃោសសំទោសស្រែកដើម្បីឲ្យសម្លេងនឹងគាត់បានឮគឺអត់ចង់បានអីទេគឺចង់ឲ្យតែរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិដើម្បីទាមទារសំណងការខូចខាតពីថៃទាមទារឲ្យតែថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ខ្លួនទាមទារឲ្យថៃប្រគល់ដីដែលរឹបអូសបានទាំងប្រមាណមកឲ្យកម្ពុជាវិញអត់មានឲ្យបាត់1មីលីម៉ែត្រណាទេហើយនិយាយទៅគឺអ្វីដែលការទាមទាររបស់គាត់ហ្នឹងគឺជាការទាមទារដ៏សមស្របដែលមែនតែនទៅក៏អត់ចាំបាច់ត្រូវហត់មកឈរស្រែកហាលក្តៅហាលថ្ងៃហាលខ្យល់អញ្ចឹងទេរដ្ឋាភិបាលខ្លួនឯងហ្នឹងគេធ្វើបាត់ទៅហើយគាត់ថាមកដល់ម៉ោងនេះពួកគាត់ថារដ្ឋាភិបាលអត់បានធ្វើរឿងនេះទេគឺកុហកពួកគាត់រហូតលោកអ៊ុំសំអានដែលជាមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសនេះហើយដែលជាមន្ត្រីកាន់កិច្ចការព្រំដែនផងលោកបានអះអាងថាអ្វីដែលរដ្ឋាភិបាលកម្ពុជានៅតែបន្តភូតកុហកប្រជាពលរដ្ឋខ្មែរថាដាក់ពាក្យប្តឹងហ្នឹងសូម្បីតែបណ្ដឹងដែលដាក់ទៅ ICJ ដែលជាគ្រាន់តែជាសេចក្តីជូនដំណឹងតាំងតែពីខែមិថុនាពាក់កណ្ដាលខែមិថុនាមកហ្នឹងរាប់ខែទៅហើយហ្នឹងក៏មិនមែនជាពាក្យបណ្ដឹងអីដែរព្រោះលោកថាមានក្រុមការងារអ្នកច្បាប់ខាងរដ្ឋាភិបាលក្រៅប្រទេសហ្នឹងបានស្រាវជ្រាវស៊ើបអង្កេតរកមើលថាតើមានបណ្ដឹងហ្នឹងនៅតុលាការយុត្តិធម៌អន្តរជាតិដែរឬទេដែលដាក់ឲ្យភាគីកម្ពុជានៅក្នុងការដែលកំពុងតវ៉ានឹងលោកក៏បានលើកឡើងថាអត់មានរកឃើញឯកសារនេះទេដែលមែនតែនទៅគឺជាការកុហករបស់រដ្ឋាភិបាលដែលថាដាក់ប្តឹងអីចឹងទៅហើយនៅក្នុងពេលជាមួយគ្នានេះក៏លោកបានបញ្ជាក់ថារដ្ឋាភិបាលក្រៅប្រទេសនេះគឺត្រឹមចុងខែនេះគឺនឹងបញ្ចប់ការចងក្រងឯកសារភស្តុតាងសំណុំរឿងហើយបានពិគ្រោះជាមួយនឹងមេធាវីអន្តរជាតិដែលពួកគាត់បានបង្ហើបមកថាគឺលោក Richard Rogers ដែលជាមេធាវីអន្តរជាតិជនជាតិអង់គ្លេសដែលធ្លាប់ចូលរួមនៅក្នុងការដាក់ពាក្យប្តឹងជាច្រើនលើកច្រើនគ្រាដែរការពារបងប្អូនប្រជាពលរដ្ឋក្រមប្រឆាំងនឹងការប្តឹងរដ្ឋាភិបាលកម្ពុជាទៅក្របខ័ណ្ឌតុលាការព្រហ្មទណ្ឌអន្តរជាតិករណីរឿងឃាតកម្មលោកបណ្ឌិតកែមលីរឿងកាប់បំផ្លាញរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋស្អីលាក់នោះគឺឃាតកម្មនយោបាយអីហ្នឹងក៏គាត់ធ្លាប់ជួយសស័កសសាមនៅក្នុងរឿងហ្នឹងដែរប៉ុន្តែលោកអ៊ុំសំអានក៏បានបញ្ជាក់ថាមេធាវីរូបនេះក៏បានជួយជាកិច្ចការប្រឹក្សាយោបល់ជាមួយនឹងក្រុមការងារនេះហើយលោកថាត្រឹមចុងខែនេះអាចនឹងមានលទ្ធផលនៅក្នុងការកសាងសំណុំរឿងដើម្បីដាក់ទៅតុលាការអន្តរជាតិហើយបន្តបន្ទាប់ទៀតគឺតុលាការអន្តរជាតិ ICC នេះព្រហ្មទណ្ឌគឺទាមទារឲ្យមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរឿងទម្លាក់គ្រាប់សម្លាប់ប្រជាពលរដ្ឋខូចខាតផ្ទះសម្បែងបង្កវិនាសកម្មផ្សេងហ្នឹងដើម្បីឲ្យថៃសងការខូចខាតនិងទទួលខុសត្រូវចំពោះបទអក្រិតហ្នឹងហើយមួយទៀតលោកថារដ្ឋាភិបាលក្រៅប្រទេសហ្នឹងនឹងបន្តទៅដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីឲ្យគេបកគលដីកម្ពុជាមកឲ្យកម្ពុជាវិញរួមទាំងប្រាសាទខ្មែរទាំងអស់ដែលថៃដណ្ដើមយកបាននោះផងហើយបន្ទាប់ទៀតនោះគឺលោកបង្ហើបអំពីតកតងនឹងការដែលយក
PPA គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីធ្វើជាលិខិតទុបករច្បាប់សំខាន់នៅក្នុងការដាក់បន្ទុកឲ្យថៃទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ថៃនិងប្រទេសទាំង18ដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ1991ឲ្យចូលមកដោះស្រាយបញ្ហាតាមកាតព្វកិច្ចដែលខ្លួនបានសន្យាហើយមានចុះហត្ថលេខាដោយទាំងប្រទេសថៃដែរព្រោះប្រទេសថៃក៏បានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីកាលពីឆ្នាំ1991ហ្នឹងដើម្បីសន្យាជាអលរឹកនៅចំពោះមុខឆាកអន្តរជាតិថាខ្លួនមានភារកិច្ចការពារអធិបតេយ្យកម្ពុជាមិនឲ្យរងការរំលោភបំពានពីអ្នកណាឡើយប៉ុន្តែជាការគួរឲ្យអកុសលប្រទេសថៃខ្លួនឯងនឹងជាអ្នកសច្ចាស្បត់ស្បាយចុះហត្ថលេខាថាជួយការពារដែនអធិបតេយ្យកម្ពុជាមិនឲ្យមានការរំលោភបំពានពីរដ្ឋបរទេសឯខ្លួនដែលជាអ្នកជួយជាសាក្សីនឹងជាអ្នករំលោភបំពានទៅវិញអានេះវាដូចថាយើងចុះកិច្ចសន្យាជាមួយគ្នាហើយយើងហៅសាក្សី 4-5 នាក់មកផ្ដិតមេដៃមកពីការដែលឧទាហរណ៍ថាខ្ចីលុយអីអញ្ចឹងទៅដើម្បីកុំឲ្យមានការសងកុំឲ្យមានការប្រឡំប្រឡំលុយអីហ្នឹងដល់ពេលចុងក្រោយសាក្សីនេះខ្លាយទៅជាអ្នកលួចលុយនឹងទៅវិញដែលយើងជាសាក្សីជួយការពារកុំឲ្យរឿងនឹងកើតឡើងវាខ្លាយទៅជាជនល្មើសនៅក្នុងកិច្ចសន្យារឿងនេះគឺជារឿងដែលទី1គឺយើងបំពានសេចក្តីទុកចិត្តភាសាអង់គ្លេសហៅថា breach of trust breach of trust ហ្នឹងការបំពានរំលោភសេចក្តីទុកចិត្តហ្នឹងក៏ជាបទល្មើសដែរបងប្អូនព្រោះអីយើងកុហកដែលយើងសច្ចាថានឹងធ្វើអីមួយក្នុងនាមជាសាក្សីហើយយើងកុហកប៉ុន្តែកាតព្វកិច្ចរបស់ប្រទេសហត្ថលេខីដោយទាំងសហរដ្ឋអាមេរិកទៀតព្រោះប្រទេសទាំង18មានសហរដ្ឋអាមេរិកមានចិនមានកាណាដាមានបារាំងអីហ្នឹងសុទ្ធតែប្រទេសដែលជាមុខជាមាត់ប៉ុន្តែគួរឲ្យសោកស្ដាយបងប្អូនប្រទេសទាំង18នេះណាអត់មានប្រទេសណាមួយខ្ញុំមិនខ្វល់ទេប្រទេសដទៃទៀតនៅលើពិភពលោកដែលមិនខ្វល់នឹងស្រុកខ្មែរព្រោះគេអត់ខ្វល់យូរហើយអាហ្នឹងរឿងគេចោះប៉ុន្តែរឿងប្រទេសទាំង18ដោយទាំងសហរដ្ឋអាមេរិកមានថៃមានវៀតណាមមានចិនឥណ្ឌូនេស៊ីម៉ាឡេស៊ីអីនេះកាណាដាអីនេះគឺប្រទេសទាំងអស់ដោយទាំងអូស្ត្រាលីផងណាសុទ្ធតែប្រទេសចូលរួមជាសាក្សីរស់ក្នុងឆ្នាំ1991បញ្ចប់ចំនួនរវាងកម្ពុជានិងក្រុមផ្សេងទៀតនៅក្នុងផ្ទៃក្នុងកម្ពុជាគេជួយយើងបង្រួបបង្រួមឲ្យខ្មែរយើងឈប់ឆ្លោះគ្នាដើម្បីរៀបចំឲ្យមានសុខសន្តិភាពប្រព័ន្ធយុត្តិធម៌ប្រជាធិបតេយ្យហើយនឹងដើម្បីឲ្យរួចផុតពីការឈ្លានពានរបស់ទាហានបរទេសដែលក្នុងនោះគេសម្ដៅខ្លាំងមែនទែនគឺទាហានវៀតណាមដែលចូលមកលុកលុយកម្ពុជា10ឆ្នាំបាទជាង100,000នាក់រហូតដល់ឆ្នាំ1989បានដកចេញទៅវិញហើយបងប្អូននៅតែសម័យថាដកហ្នឹងដកទៅតែរូបភាពទេជំនាញការឬក៏អ្នកដែលធ្លាប់មក10ឆ្នាំកាន់ការងារនៅក្នុងជួររដ្ឋាភិបាលឬក៏ហេដ្ឋារចនាសម្ព័ន្ធកើតកូនពូនជាចៅយ៉ាងម៉េចហ្នឹងគឺនៅបន្សល់ច្រើនតែយ៉ាងណាបងប្អូនអាហ្នឹងគឺជារឿងមួយឡែកទៀតប៉ុន្តែរឿងដែលសំខាន់គឺប្រទេសទាំងអស់នេះគឺនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងចែងអំពីការជួយមើលប្រទេសកម្ពុជាផងចំណុចទី1គឺបញ្ចប់ចំនួនរ៉ាំរ៉ៃនៅកម្ពុជាហើយរកដំណោះស្រាយស៊ីជម្រៅដើម្បីឲ្យកម្ពុជាវិលទៅរកឋានសុខសន្តិភាពមួយលែងមានចម្បាំងរាំងជលជាពិសេសចម្បាំងរាំងជលជាមួយប្រជាពលរដ្ឋឯងខ្មែរគ្នាឯងឈប់ឆ្លោះគ្នាដើម្បីបង្កើតឲ្យមានប្រព័ន្ធសេរីពហុបករៀបចំប្រព័ន្ធការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានការស្ដារសិទ្ធិមនុស្សគោរពប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចជោគវាសនារបស់ប្រទេសយើងជាងក្រុមមួយក្រុមណានោះដែលបង្កើតអំពើអបគមឆ្លោះគ្នាទៀតគោលបំណងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺដូចនេះរឿងទី1គឺបញ្ចប់ចំនួនរ៉ាំរ៉ៃនៃប្រទេសកម្ពុជាដែលមានច្រើនឆ្នាំមកហើយឲ្យវាមានភាពស៊ីជម្រៅដោយផ្ដោតខ្លាំងទៅលើការបញ្ចប់ចំនួនទៅរកសុខសន្តិភាពរៀបចំស្រុកទេសនេះឲ្យមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយការបោះឆ្នោតនោះត្រូវមានការចូលរួមពីគ្រប់និន្នាការនយោបាយមិនមានការគំរាមកំហែងសម្លុតបំភ័យរំលោភបំពានរំលាយគណៈបកណាអីឡាក់នៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះមានភាពស៊ីជម្រៅណាស់តែរឿងមួយដែលសំខាន់បំផុតគឺការបញ្ចប់ចំនួនចម្បាំងរាំងជលខ្មែរគ្នាឯងដើម្បីឲ្យបកពួកធំនៃដែលឆ្លោះគ្នាមានទាំងក្រុមលោកតាសឿនសានក្រុមលោកខៀវសំផនរបស់ខ្មែរក្រហមក្រុមហ៊ុនស៊ីនពេជ្ររបស់ព្រះអង្គចាស់រណរិទ្ធនិងក្រុមផ្សេងទៀតរបស់គណៈបកប្រជាជនកម្ពុជា 3-4 ក្រុមហ្នឹងគឺបញ្ចូលគ្នាជាធ្លុងមួយដើម្បីឲ្យកម្ពុជាលែងមានបញ្ហាហ្នឹងហើយជាលទ្ធផលនៅឆ្នាំ1993ក៏យើងឃើញមានការបោះឆ្នោតមួយដែលរៀបចំដោយអ៊ុនតា
អូនតាក់នេះគឺជាអាជ្ញាធរអង្គការសហប្រជាជាតិបណ្ដោះអាសន្នប្រចាំនៅកម្ពុជាគឺជាអាជ្ញាធរដែលគេបង្កើតជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដើម្បីសម្រួលឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ជាលើកដំបូងដែលមានទេហើយខ្ញុំគឺជាសាក្សីរស់នៅក្នុងប្រវត្តិសាស្ត្រព្រោះនៅពេលដែលឆ្នាំ1993នេះគឺខ្ញុំជួលគ្រប់អាយុបោះឆ្នោតតែម្ដងហើយខ្ញុំក៏បានទៅចូលរួមបោះឆ្នោតយ៉ាងសប្បាយរីករាយក្នុងជីវិតរបស់ខ្ញុំលើកទី1ដែលមានសិទ្ធិបោះឆ្នោតហើយលើកទី1ជាប្រវត្តិសាស្ត្រដែលបានទៅចូលរួមបោះឆ្នោតដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយយើងឃើញថាការបោះឆ្នោតដែលមានអ៊ុនតាក់យើងហៅអ៊ុនតាក់ទាហានភ្នែកប្រាក់ទាហានស្បែកសស្បែកខ្មៅស្បែកក្រហមអីនឹងចូលមកជួយយើងហ្នឹងធ្វើឲ្យការបោះឆ្នោតនោះបានប្រព្រឹត្តទៅឲ្យមានគណៈបកនយោបាយចូលរួមយ៉ាងច្រើនសន្ធឹកនេះគឺជាលើកទី1ហើយដែលប្រជាពលរដ្ឋកម្ពុជាបានដកដង្ហើមប្រជាធិបតេយ្យស្គាល់ក្លិនប្រជាធិបតេយ្យជាលើកដំបូងក្រោយសង្គ្រាមរ៉ាំរ៉ៃដ៏យូរណាស់ហើយដោយសារតែស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅក្នុងកថាខណ្ឌមួយចំនួនទៀតហ្នឹងគឺចែងអំពីកាតព្វកិច្ចមិនមែនតែបញ្ចប់ចំនួនឲ្យមានដែលថាការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេគឺមានជាខលក្ខខណ្ឌបន្តទៀតអំពីប្រទេសម្ចាស់ជំនួយនិងប្រទេសហត្ថលេខីជួយមើលការខុសត្រូវផងព្រោះដូចខ្ញុំជម្រាបអញ្ចឹងថាមកដល់ឆ្នាំ1989បានទ័ពវៀតណាមដោយរងសម្ពាធសពបែបយ៉ាងពីខ្មែរគ្រប់ទិសទីផងពីសហគមន៍អន្តរជាតិផងបានដកទ័ពចេញពីកម្ពុជាក្រោយលុកលុយទន្ទ្រាននិងដូចថាកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល10ឆ្នាំនៅពេលដែលចេញទៅនឹងហើយពេលដែលមានកិច្ចព្រមព្រៀងនឹងហើយមានបទឈប់បាញ់ឬអសំទោសការបោះឆ្នោតដោយមានការចូលរួមច្រើនហ្នឹងក្នុងកិច្ចព្រមព្រៀងហ្នឹងបាននិយាយបង្ការកុំឲ្យទ័ពបរទេសឈ្លានពានដូចវៀតណាមអញ្ចឹងមករំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាម្ដងទៀតនៅក្នុងកិច្ចព្រមព្រៀងនឹងនិយាយអញ្ចឹងតែមិនមែនការពារតែវៀតណាមទេការពារទាំងថៃទាំងឡាវទាំងអីក៏ដោយដែលនៅជាប់ព្រំដែនកម្ពុជាជារួមគឺរដ្ឋបរទេសអត់ឲ្យចូលមកលុកលុយកម្ពុជាទេនៅក្នុងខហ្នឹងគឺចែងអញ្ចឹងហើយឲ្យប្រទេសទាំងអស់នេះជាហត្ថលេខីនេះបារាំងអង់គ្លេសអូស្ត្រាលីមានទាំងថៃមានទាំងវៀតណាមមានទាំងអីនេះមានទាំងចិនផងហ្នឹងគឺជាសាក្សីរស់ដើម្បីអីទី1កាតព្វកិច្ចរបស់ប្រទេសទាំង18នេះគឺមើលការខុសត្រូវកុំឲ្យរដ្ឋបរទេសឈ្លានពានកម្ពុជាទៀតអាភ័ព្វហើយអញ្ចឹងជាផ្នែកជាចំោះជាសាក្សីរស់មិនមែនកាតព្វកិច្ចតែប៉ុណ្្នឹងទេជាសាក្សីរស់ហ្នឹងគឺជាសាក្សីជួយអភិវឌ្ឍប្រទេសកម្ពុជាទៀតមានកាតព្វកិច្ចមួយគឺប្រទេសកម្ពុជាក្រីក្រណាស់លំបាកណាស់ឆ្លងកាត់សង្គ្រាមនឹងវេទនាណាស់ដូច្នេះប្រទេសដែលធូហើយជាហត្ថលេខីមិនមែនត្រឹមតែជាអ្នកដែលមានភ្នែកមានច្រមុះមើលនឹងទេគឺជាសាក្សីរស់នៅក្នុងការជួយឧបត្ថម្ភគាំទ្រជួយលើកស្ទួយសពបែបយ៉ាងដើម្បីឲ្យប្រទេសកម្ពុជានេះគឺអាចនឹងរីកចម្រើនដើម្បីឈានទៅរកការអនុវត្តសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានត្រឹមត្រូវព្រោះបើសិនប្រទេសប្រជាប្រដ្ឋនៅក្រីក្រសេដ្ឋកិច្ចនៅពិបាកបញ្ហាអំពើពុករលួយនៅរឹតរួតប្រជាធិបតេយ្យសិទ្ធិមនុស្សហ្នឹងក៏វាអត់អាចទៅមុខរួចដែរអញ្ចឹងហើយប្រទេសទាំង18មានកាតព្វកិច្ចមួយគឺជួយបតក់ជួយលុយជំនួយឥតសំណងច្រើនពាន់លានដុល្លារណាស់បងប្អូនច្រើនមែនតើដោយសារអីជាកាតព្វកិច្ចរបស់គេប្រទេសស៊ុយអែតប្រទេសអាល្លឺម៉ង់អង់គ្លេសបារាំងអូស្ត្រាលីឬក៏អាមេរិកនេះគឺជួយច្រើនណាស់ជួយជំនួយនេះដើម្បីជួយឲ្យហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងហើយបានយើងឃើញមានអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលជំនួយអូស្ត្រាលី OSAID ជំនួយអាមេរិក USAID ជំនួយស៊ុយអែតតាមរយៈអង្គការផ្សេងដែលគេជួយទៅនឹងគឺច្រើនអង្គការ UNDP អង្គការសង្គមស៊ីវិលសិទ្ធិមនុស្សប្រជាធិបតេយ្យនោះគឺរីកដូចផ្សិតជួយទាំងផ្សារព័ត៌មានជួយទាំងអីគឺដើម្បីអីជាសសរស្តម្ភនៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជោគវាសនារបស់កម្ពុជាដោយខ្លួនឯងព្រោះការដែលប្រជាពលរដ្ឋអត់មានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងនឹងហើយដែលធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្ដងហើយម្ដងទៀតតាំងពីជំនាន់រដ្ឋប្រហារលន់នល់ឆ្នាំ1970រហូតដល់ខ្មែរក្រហមឆ្នាំ1975ដល់79រហូតមកដល់សម័យរដ្ឋកម្ពុជាដែលមានបកពួកខ្មែរក្រហមនៅពេញទឹកពេញដី
ចឹងហើយបានថាយើងទើបអស់អាអង្គការចាត់តាំងសមាហរណកម្មខ្មែរក្រហមចូលមកប្រទេសកម្ពុជាទើបតែឆ្នាំ1997ទៅហើយទេបានន័យថាក្រោយការមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ត្រូវការពេល4-5ឆ្នាំទៀតទម្រាំតែហេដ្ឋារចនាសម្ព័ន្ធចាត់តាំងរបស់អង្គការខ្មែរក្រហមហ្នឹងគឺចាប់ផ្ដើមរលាយរលំអស់ហើយអានេះក៏ដោយសារតែខ្មែរក្រហមក៏អស់ខ្យល់ទី1ទី2គឺរដ្ឋាភិបាលកម្ពុជាប្រើយន្តការមួយគឺអនុញ្ញាតឲ្យក្រមអតីតកម្មាភិបាលខ្មែរក្រហមនឹងចូលបានទទួលក្របខ័ណ្ឌធ្វើការនៅក្នុងក្រសួងមន្ទីររដ្ឋវាមិនមានអីខុសឆ្គងទេបងប្អូនព្រោះអីអានយោបាយសណ្ដោះប្រោះប្រណីនេះគឺជានយោបាយដើម្បីផ្ដាច់អាហេដ្ឋារចនាសម្ព័ន្ធខ្មែរក្រហមព្រោះតស៊ូក្នុងព្រៃអីទៀតវាយូរពេកហើយតែបើទោះជាមិនឲ្យចូលមកហ្នឹងក៏ខ្មែរក្រហមចាប់ផ្ដើមកាន់តែឆ្ងាយទៅលែងលឺហើយព្រោះអីអាប្រជាប្រិយរបស់ខ្មែរក្រហមហ្នឹងយើងដឹងហើយនៅក្នុងការបោះឆ្នោតប្រមាណលើកដំបូងរបស់អ៊ុនតាក់ដែលរៀបចំឡើងហ្នឹងខ្មែរក្រហមអត់បានសម្លេងទេបានទៅលើគណៈបកលោកតាស៊ុនសានបានទៅលើគណៈបកហ៊ុនស៊ិនប៉ិចបានទៅលើគណៈបកផ្សេងទៀតដែលចូលរួមនិយាយទៅគណៈបករបស់ខាងក្រមខ្មែរក្រហមអ្នកណាទៅបោះឲ្យខៀវសំផនកាន់អំណាចអីទៀតនោះបើមានបញ្ហាណាបោះឆ្នោតឲ្យក្រមលោកតាលន់នល់ដែលធ្លាប់មានបញ្ហាពីមុនដូច្នេះរឿងនេះគឺគេបោះដែលជឿទុកចិត្តទៅលើព្រះរាជវង្សរបស់ព្រះមហាក្សត្រខ្មែរគឺមានព្រះអង្គម្ចាស់រណរិទ្ធនៅពេលនោះដែលដឹកនាំហ៊ុនស៊ិនប៉ិចហើយជាលទ្ធផលគឺប្រជាពលរដ្ឋមានសង្ឃឹមទៅលើព្រះមហាក្សត្រកម្ពុជាដដែលកាលពីសម័យនោះបើទោះបីលោកហ៊ុនសែនកាន់ប្រទេសនេះរាប់ឆ្នាំទៅហើយតាំងពី79មកតាំងពីកវែកកឆ្នាំងកសាងប្រទេសរដ្ឋកម្ពុជាក្រោមការលើកបន្ទប់របស់វៀតណាមអញ្ចឹងមែនហើយក៏ប៉ុន្តែចិត្តតែមកកវែកកឆ្នាំងអញ្ចឹងមកបានរហូតដល់ឆ្នាំ1993មានការបោះឆ្នោតវាគួរឲ្យភ្ញាក់ផ្អើលវាទៅជាគណៈបកហ៊ុនស៊ិនប៉ិចឈ្នះឆ្នោតទៅវិញនេះដោយសារតែការបោះឆ្នោតនេះប្រព្រឹត្តទៅដោយមានអង្គការ UN គេជួយមើលការខុសត្រូវប្រជាពលរដ្ឋមានភាពដូចថាឯករាជ្យផ្លូវចិត្តមួយថាអាចទៅបោះឆ្នោតបានដោយមិនចាំបាច់មានការគម្រាមកំហែងអីច្រើននេះគឺជាលើកដំបូងលទ្ធផលបង្ហាញច្បាស់ថាគណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចខំជួយបង្កើតរណសេរី2ធ្នូផងយកទាហានវៀតណាមមកជួយវាយថារំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមដើម្បីរំដោះឲ្យមានជីវិតលើកទី2យ៉ាងម៉េចនោះតែជាលទ្ធផលប្រជាពលរដ្ឋអរគុណរដ្ឋាភិបាលឬក៏គណៈបកប្រជាជនកម្ពុជាដែលបានរំដោះឲ្យខ្លួនមានរស់រានមានជីវិតប៉ុន្តែមិនទុកចិត្តថាជាអាចគ្រប់គ្រងប្រទេសបានអត់ជឿចឹងហើយបានជាបោះឆ្នោតឲ្យគណៈបកហ៊ុនស៊ិនប៉ិចបានឡើងកាន់អំណាចតែជាលទ្ធផលនឹងគឺថាឆ្លោះគ្នាបែកខ្ទិះដោយសារតែរឿងអ្នកណាឈ្នះកាន់ជានាយករដ្ឋមន្ត្រីគណៈបកកាន់អំណាចពេលនោះអត់ព្រមដោយសារអីដោយសារតែមិនចង់ឲ្យរឿងហ្នឹងវាថាខ្លួនខំប្រឹងតស៊ូមកយូរហើយស្រាប់តែអ្នកទឹមឡើងមកថ្មីអត់ទាន់បានធ្វើអីសោះស្រាប់តែមកគេសើបូជាជីវិតពលីអីមកកណោហើយស្រាប់ដល់ពេលអ្នកមកក្រោយប្រមូលជ័យភ័ណ្ឌប្រជាពលរដ្ឋបោះឆ្នោតឲ្យចឹងអត់ព្រមគម្រាមកំហែងតំបន់អបគមអីទៅបានបកូណាប្របាទសម្ដេចនរោត្តមសីហនុកាលពីពេលនោះក៏ព្រមព្រៀងឲ្យកុំឆ្លោះគ្នាផ្សះផ្សាគ្នាទៅអញ្ចឹងឲ្យបង្កើតជាទួនាទីនាយករដ្ឋមន្ត្រីទី1នាយករដ្ឋមន្ត្រីទី2វាអត់ដែលមានទួនាទីនៅសហនាយករដ្ឋមន្ត្រីវាដល់មានរដ្ឋាភិបាលក្បាល2គេចង់និយាយកាលពីពេលហ្នឹងណាប៉ុន្តែទៅហើយវាមិនអីទេវាធម្មតាបរិបត្តិនៅកម្ពុជាយើងវារញ៉េរញ៉ៃចឹងមកអាយុហើយអញ្ចឹងដើម្បីផ្សះផ្សាស្អំអីអញ្ចឹងទៅប៉ុន្តែនៅពេលដែលមានរដ្ឋាភិបាលក្បាល2ហ្នឹងគឺប្រជាពលរដ្ឋចាប់ផ្ដើមមានបញ្ហាមួយគឺហៅថាអញមិនចឹងអ្នកចាញ់ឆ្នោតអត់អាចនឹងចាញ់ឆ្នោតបានហើយស្រាប់ឡំប៉ាអីអញ្ចឹងទៅហើយទៅឲ្យអ្នកឈ្នះឆ្នោតបែរទៅជាចែកអីចឹងឲ្យធ្វើជានាយករដ្ឋមន្ត្រីសហនាយករដ្ឋមន្ត្រីអីចឹងទៅប៉ុន្តែរឿងនេះក៏កាន់តែវិវត្តទៅមានការបោះឆ្នោតបន្តទៀតមកមានគណៈបកភ្លើងទៀនគណៈបកជាតិខ្មែរគណៈបកស្អីហ្នឹងគឺបំបែកគ្នាចូលរួមគ្នាក្នុងការបោះឆ្នោតទៅវារៀងរដាក់រដូវទៅថារដាក់រដប់រដិបរដប់អីមែនក៏ប៉ុន្តែវាចេះតែទៅរលូនទៅហើយអង្គការប្រទេសទាំង18ហ្នឹងចេះតែជួយលុយទៀតដោយសារអីឃើញយើងចេះតែសម្របសម្រួលគ្នាយ៉ាងហោចណាស់ឆ្លោះគ្នាយ៉ាងម៉េចក៏នៅតែរៀបចំឲ្យមានការបោះឆ្នោតមួយជាទៀងទាត់រៀងរាល់5ឆ្នាំម្ដងដែរអានេះគឺជារឿងសំខាន់ដែរ
អញ្ចឹងសហគមន៍អន្តរជាតិនៅខ្ជាក់លុយឲ្យរហូតជួយនេះជួយនោះជួយនេះជួយនោះមិនត្រឹមតែជួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទេគឺជួយដល់ធនធានមនុស្សជួយដល់វិស័យអប់រំវិស័យអឺកសិកម្មដោះមីនហេដ្ឋារចនាសម្ព័ន្ធលក្ខណៈហើយគេអនុគ្រោះពន្ធឲ្យយើងទៀតរឿងដែលសំខាន់ដែលកម្ពុជារីកចម្រើនមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារការអនុគ្រោះពន្ធសំខាន់ជាងគេហេតុអីបានជាខ្ញុំថាសំខាន់ជាងគេដោយសារតែការអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបហើយនឹងការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកទើបយើងអាចនឹងបើករោងចក្រច្រើនណាស់ដែលធ្វើឲ្យកម្មការនីយើងរាប់សែនអ្នករហូតដល់លានអ្នកហើយដែលមានការងារហើយវិស័យកាត់ដេរនេះជួយផ្គត់ផ្គង់ប្រជាពលរដ្ឋខ្មែរមិនតិចជាង3លានអ្នកទេព្រោះអីកម្មការនីចិត្ត1លានអ្នកបានន័យថានៅក្រៅហ្នឹងប្រហែលជាប៉ុណ្ណឹងទៀត3លានទៀតដោយថាជួយលក់បាយលក់ស្អីម៉ូតូស៊ីក្រូឡានឌុបអីហ្នឹងគឺថាវាជាអនុផលដែលបានមកពីវិស័យកាត់ដេរគឺយើងឃើញចិត្តតែឡើងក្រើតមកហើយយើងចេះតែប្រឹងតស៊ូនយោបាយចឹងប្រទេសហត្ថលេខីទាំង18នេះជាសាក្សីគ្រប់រឿងបញ្ចុកបាយយើងរឿងមើលការខុសត្រូវម្ហូបអាហាររបស់យើងរឿងសុខុមាលភាពសិទ្ធិសេរីភាពរឿងមីក្រូហិរញ្ញវត្ថុរឿងសហជីពរឿងអីគឺគេមើលរហូតហើយចេះតែជួយរហូតអីអញ្ចឹងទៅក៏ប៉ុន្តែគេឈប់ជួយទៅវិញវាសោកស្ដាយដែរដកអស់អា EBA ក៏គេដក 20% អា GSP មកដល់ម៉ោងហ្នឹងក៏មិនដឹងទៅឯណាដោយសារអីដោយសារតែយើងបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលជាស្មារតីរួមដែលយើងព្រមធ្វើហើយសួរថាប្រទេសហត្ថលេខីនេះគេអត់មើលយើងទេឬគេមើលតាបងប្អូនគេមើលគេប្រាប់យើងរហូតគេប្រាប់ព្រោះគេអត់មានភារកិច្ចអីមួយដែលថាទៅសកត់កយើងអីទៅបជាតបបជាអីអត់ទេព្រោះអានេះជាចំណែកសិលធម៌និងកាតព្វកិច្ចនយោបាយការទូតចឹងអាមេរិកក៏ប្រើណែនាំថាកុំធ្វើអញ្ចឹងរំលាយគណៈបកចាប់មេដឹកនាំបកប្រឆាំងអីរំលាយអង្គការចាត់តាំងជាសម្លេងប្រជាប្រដ្ឋឆន្ទៈគេ3លានណាអីអញ្ចឹងវាមិនសមស្របមិនត្រឹមត្រូវទេយើងធ្វើអញ្ចឹងមិនល្អទេអីចឹងទៅព្រោះអីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក៏គេមិនអនុញ្ញាតឲ្យធ្វើប្រទេសទាំងអស់នេះនៅតែណែនាំប្រាប់ពីកាតព្វកិច្ចខ្លួនដែរវាអត់ទាន់មានការឈ្លានពានដែនអធិបតេយ្យណាដែលដូចថាស្រួចស្រាលប្រើកម្លាំងទ័ពទេយើងឃើញខាងកើតមានវៀតណាមអីដាក់បកគោលដាក់អីនឹងប្រជាពលរដ្ឋតតាំងគ្នាតែមិនដល់ថ្នាក់ទម្លាក់គ្រាប់ចូលក្នុងដែនអធិបតេយ្យអញ្ចឹងប្រទេសទាំងអស់នេះគឺផ្ដោតខ្លាំងទៅលើគោលនយោបាយផ្ទៃក្នុងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញហើយប្រើសិទ្ធិស្របច្បាប់ក្នុងនាមជាសាក្សីនឹងដាក់សម្ពាធសពបែបយ៉ាងដែលអាចធ្វើបានអាមេរិកដាក់សម្ពាធតាមអាមេរិកទៅកាត់បន្ថយជំនួយយោធាទាំងអស់ពីកម្ពុជាទុកតែជំនួយមនុស្សធម៌អញ្ចឹងទៅដើម្បីកុំឲ្យស្លាប់ប្រជាពលរដ្ឋផ្នែកមនុស្សធម៌តែយោធាជប់ជួយព្រោះអីយោធាខ្មែររំលោភសិទ្ធិមនុស្សគេចោទអញ្ចឹងហើយសហគមន៍អឺរ៉ុបដកអាការអនុគ្រោះពន្ធ EBA 20% ដោយសារតែរឿងយើងរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារគេចាប់ផ្ដើមណាយពីយើងទៅណាយទៅនិយាយអត់ស្ដាប់គ្នាហើយគេក៏ដកថយហើយណាមួយវាសំពេលផងយើងនឹងវាយូរដែរហើយដល់ពេលដែលយើងចេះដើរខ្លួនឯងមានស្លាប់ហើភិលទាំងខ្លួននៅអត់ដឹងគិតថាហើអត់តន់រួចនៅឡើយនៅពេលដែលមានឧបសគ្គច្រើនទៀតព្រោះអត់តន់រឹងមាំគ្រប់គ្រាន់ទេហើស្លាប់មកជាហៀងទៀតហើយស្មានតែខ្លួនអាចហើភិលបានណាខ្ញុំនិយាយហើស្លាប់មកជាហៀងនេះគឺដោយសារអីយើងរំលាយស្លាប់មកជាហៀងទៀតដែលជាប្រព័ន្ធប្រជាធិបតេយ្យរឹងមាំហើយស្មានតែខ្លួនអាចហើរួចហើយសហគមន៍អន្តរជាតិគេប្រាប់មិនក៏យើងអត់ដែរព្រោះយើងគិតថាហើស្លាប់មកជាហៀងហ្នឹងក៏បានដែរតែលទ្ធផលយើងហើមានបានទៅមុខណាបងប្អូនវាវល់ធ្លាក់ខ្ពាកនៅក្រោមគល់ឈើនឹងឯងឥឡូវនេះគឺធ្លាក់ខ្ពាកអីហើយឥឡូវប្រទេសម្ចាស់ជំនួយទាំងអស់នេះជាកាតព្វកិច្ចមួយទៀតអារឿងប្រជាធិបតេយ្យគេនិយាយយើងអត់ស្ដាប់ហើយគេដាក់ទណ្ឌកម្មយើងក៏យើងតែមិនស្ដាប់ព្រោះយើងថាដាក់ទៅងាប់អីអ្នកដឹកនាំងាប់តែប្រជាពលរដ្ឋខ្មែរតាដល់ពេលឥឡូវដល់ពេលគេឈ្លានពានយើងមែនតើប្រទេសថៃហ្នឹងក៏ជួយយើងដែរពីមុនមកតាមរយៈជំនួយអីទៅតំណាក់តំណងអីនិយាយទៅចំណេញគ្នាទៅវិញទៅមកទេនៅក្នុងតំណាក់ចំណងពាណិជ្ជកម្មនិងការបរទេសនិងការទូតអីនោះណាយើងធម្មតាទេអាហ្នឹងប្រទេសភូមិផងលបងជាមួយវាយើងរស់នៅល្អលឿនជាមួយគ្នាឆ្លោះគ្នាខ្លះអីខ្លះតែគ្នាខ្លះក៏ប៉ុន្តែឥឡូវនេះប្រទេសថៃដែលជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងដែលជួយមើលការខុសត្រូវខ្មែរដោយទាំងប្រទេស17ផ្សេងទៀតថៃឈ្លានពានកម្ពុជាក្នុងនាមជាសាក្សីផងជាអ្នកទទួលការខុសត្រូវ
អត់មានឈឺក្បាលអីសោះហេតុអីបានប្រទេស17ទៀតជាសមាជិកនេះដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអត់មាត់អីមកអត់កោលទោសថៃអីសោះបងប្អូនសួរទៅហេតុអីខ្ញុំបានជម្រាបពីដើមមិញថាបើប្រទេសដទៃទៀតមិនឈឺក្បាលនៅរឿងនេះខ្ញុំដូចជាហើយដឹងហើយប្រទេសគេក៏មានបញ្ហាគេមកកណកដឹកប៉ុន្តែប្រទេសទាំង18នេះដោយទាំងថៃនេះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏ PPA នេះគឺមានករណីយកិច្ចទទួលជួយខ្មែរកុំឲ្យមានការឈ្លានពានពីរដ្ឋបរទេសនៅក្នុងកាតព្វកិច្ចមួយហ្នឹងគឺមានរឿងហ្នឹងឥឡូវថៃខ្លួនឯងជាអ្នកឈ្លានពានថាថៃមិនថ្កោលទោសខ្លួនឯងកើតទេចោលគេមិនដែរឆ្លើយថាចោលទេចាស់7 10ប្រទេសទៀតហ្នឹងធ្វើអីគេតើកាតព្វកិច្ចរបស់ខ្លួននៅណាហេតុអីក៏មិនថ្កោលទោសថៃទៅយើងមិនចាំបាច់យកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានលាក់នឹងលាក់អូច្បាប់អាស៊ានធម្មនុញ្ញអាស៊ានហ្នឹងតឹងណាគឺយើងមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋផងបរទេសដែលជាភូមិផងលបងជាមួយដែលជាសមាជិកអាស៊ានធម្មនុញ្ញហ្នឹងគឺចែងយ៉ាងច្បាស់គឺគេចង់ថាណែឯងឆេះអីឆេះទៅភ្លើងភ្លឺនៅផ្ទះណែឯងរឿងណែឯងសក់អ្នកណាក្បាលនៅហ្នឹងនិយាយទៅធម្មនុញ្ញអាស៊ានហ្នឹងគឺសក់អ្នកណាក្បាលនៅហ្នឹងអូខេធម្មមនុញ្ញអាស៊ានសក់នរណាក្បាលនៅហ្នឹងក៏ចោះប៉ុន្តែអារឿងសក់នរណាក្បាលនៅហ្នឹងវាកំពុងតែឆេះសក់ក្បាលគេហ្នឹងវាជាប់ក្បាលយើងហើយបើសក់យើងក្បាលយើងសក់គេក្បាលគេបើគេឆេះនៅហ្នឹងឥឡូវសក់យើងវានៅក្បាលជាប់គ្នាហ្នឹងតែយើងរួចខ្លួនថាអត់ឆេះសក់យើងមែនអាធម្មមនុញ្ញអាស៊ានហ្នឹងក៏ត្រូវយកតែមកអនុវត្តជួយគ្នាដែរអន្តរាគមជួយមើលគ្នាដែរព្រោះវាឆេះមកដល់ផ្ទះយើងដែរតាអត់ខ្វល់ឆេះអីឆេះទៅក្បាលខ្លួនអត់សក់ផងណាវាទៅជាចុះបើមិនឆេះក្បាលមិនឆេះសក់ក៏វាឆេះអាលៀកក្បាលដែរវានៅលៀកនៅអីដែរអត់ថ្មិចភ្នែកធ្វើតាមម្ដងអត់អីផងអញអត់សក់ផងរឿងនេះអាក្រក់មែនតើឥឡូវនៅពេលដែលអាស៊ានថ្មិចភ្នែកខ្លួនឯងទាំងអស់ដោយសារធម្មនុញ្ញអាស៊ានចោះព្រោះអីប្រទេសអាស៊ានច្រើនណាស់ដែលជាសមាជិករបស់ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានទាំងថៃមានទាំងឥណ្ឌូនេស៊ីមានទាំងម៉ាឡេអីចឹងណាសង្ហបុរីអីចឹងចាស់ប្រទេសដទៃទៀតហ្នឹងស្អីដែរនេះដែលអត់មានជាប់កាតព្វកិច្ចធម្មនុញ្ញអាស៊ានសោះស្វីអែតបារាំងអង់គ្លេសអាមេរិកខ្ញុំយកតែប្រទេស2ទេដែលសំខាន់ហើយត្រូវតែរករឿងឲ្យខាងតែបានហើយនឹងប្រទេសចិនតែឥឡូវរករឿងតែប្រទេសស៊ុយអែតនិងអាមេរិកបានហេតុអីបើខ្ញុំរករឿងដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីយើងត្រូវរករឿងថៃព្រោះយើងជាអ្នកជួយការពារដែនអធិបតេយ្យកម្ពុជាយើងត្រូវរករឿងថៃថ្កោលទោសថៃទី1គឺត្រូវថ្កោលទោសថៃសិនហើយសំកិតទៀតអាហ្នឹងគឺជាអំពើសិលធម៌ថ្លៃថ្នូរត្រឹមត្រូវបំផុតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីផ្ទុយទៅវិញមិនត្រឹមតែមិនថ្កោលទោសថៃក្នុងនាមយើងជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទេយើងថែមទាំងជួយថៃឲ្យយកកាភ្លើងនឹងយកមកសម្លាប់ខ្មែរទៀតហេតុអីបើខ្ញុំនិយាយចឹងគឺយន្តហោះបណ្ដេញ Gripen Fighter Jets របស់ស៊ុយអែតដែលថៃយកមកទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យកម្ពុជានិង F16 របស់សហរដ្ឋអាមេរិកដែលថៃយកមកទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យកម្ពុជាដែរយើងមើលថាតើប្រទេសទាំងនេះក្បត់មនសិការឧត្តមគតិកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណាខ្ញុំនិយាយនេះខ្ញុំជាខ្មែរអាមេរិកទេបងប្អូនប៉ុន្តែខ្ញុំអាចអត់ឱននៅអង្គើដែលអាមេរិកខ្លួនឯងមិនព្រមថ្កោលទោសរដ្ឋាភិបាលថៃតែបន្តិចសោះពីរឿងបំពេញច្បាប់វាជាមនុស្សធម៌វាជាអីជាសកតបកិច្ចយើងចំណេញស្អីជាមួយថៃជាសន្ធិសញ្ញាអីជាមួយគ្នាខ្ញុំអត់ខ្វល់សំខាន់គឺបទអក្រិតលើគោកហើយយើងជាប់កាតព្វកិច្ចទៅទៀតបើថាយើងជាប្រទេសពិភពលោកទូទៅហើយកុំតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាអានឹងរឿងកម្ពុជាវាមានអាស៊ានហើយអាស៊ានហ្នឹងក៏មានធម្មនុញ្ញគេដែរគេតែប្រទេសហ្នឹងគេមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគេផងហេតុអីបានប្រទេសយើងនៅក្រៅពិភពលោកនេះតែជ្រៀតជ្រែកការផ្ទៃក្នុងរបស់គេយើងថាលេះអញ្ចឹងក៏បានប៉ុន្តែដូចខ្ញុំជម្រាបអញ្ចឹងយើងជាប់កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីជាប្រទេសហត្ថលេខីដែលមើលការខុសត្រូវដូច្នេះក្នុងន័យនេះគឺបានន័យថា8 10ប្រទេសហ្នឹងគឺជាប់នៅក្នុងកាតព្វកិច្ចធំដែលត្រូវតែធ្វើហើយប្រជាពលរដ្ឋអត់មានអ្នកណាម្នាក់ឈឺក្បាលនឹងថ្កោលទោសប្រទេសទាំងនេះទៀតអង្វរសុំស្នើសុំជូនដំណឹង
តែប៉ុណ្្នឹងឯងប៉ុន្តែគាត់ធ្វើឲ្យប្រះចាកពីអាគោលការណ៍របស់គាត់ហើយអាខុសខ្លាំងជាងគេគឺប្រទេសថៃនឹងឯងដែលខ្លួនឯងជាអ្នកមានចំណែកនៅក្នុងហ្នឹងហើយប្រព្រឹត្តអំពើខុសខ្លួនឯងទៀតឥឡូវថាគេមិនថ្កោលទោសក៏ហីចោះទៅទៀតទៅមកកលៈទៀតណាព្រោះធម្មតាគេគិតថាយើងនឹងវាដឹងណាខុសណាត្រូវឯងប៉ុន្តែបងប្អូនប្រទេសមួយដែលខ្សោយសពបែបយ៉ាងដូចប្រទេសកម្ពុជាអ្នកនៅម៉ោងនេះបើយើងទទួលស្គាល់ថាយើងខ្សោយអូកាលមុនណានិយាយយើងខ្សោយនឹងអត់បានពេលនេះហាគឺជាពេលដែលយើងប្រាប់ពិភពលោកថាយើងខ្សោយទេហើយជាពេលដែលត្រឹមត្រូវបំផុតដែលយើងប្រាប់ថាយើងខ្សោយអានេះហាបងប្អូនណាពេលខ្លះយើងរិះគន់ជនពិការអីយើងសើចចំអកឡក់លើយដាក់ជនពិការគឺជាអំពើអសិលធម៌អគុណធម៌អំពើដ៏ធូរថ្លៃបំផុតដែលយើងមិនគួរធ្វើទេក្នុងនាមជាមនុស្សជាតិណាអាក្រក់ណាស់គឺយើងខ្វះសិលធម៌សុជីវធម៌បើយើងទៅសើចចំអកជនពិការខ្វែងខ្វាំងកងេកងងឬក៏ភ្នែកពិការអីឡាក់នឹងឡក់អាហ្នឹងយើងអស់សារជាតិជាមនុស្សហើយយើងថោកជាងសត្វដេរឆានទៅទៀតនៅពេលដែលយើងចាប់ផ្ដើមមើលងាយជាជនពិការជាអីចឹងណាព្រោះអាហ្នឹងគឺជាអំពើដែលមនុស្សយើងមានសភាវគតិសំទោសមានសបញ្ញៈនឹងនេះមិនមែនប្រើសភាវគតិហើយការមើលងាយគ្នាជនពិការជនអីហ្នឹងគឺជាយើងហ្នឹងគឺចរិតយើងហ្នឹងគឺអសិលធម៌អគុណធម៌សម្បើមមែនតើដែលស្មើនឹងសត្វដេរឆានក៏ប៉ុន្តែនៅពេលដែលមានជនពិការមកឡើងលើឆាកហើយសម្ដែងរឿងកំ pl ែងឲ្យយើងសើចតើយើងទាំងអស់គ្នាត្រូវអត់ធ្មត់សង្កត់ចិត្តថាអូអត់ទេតែសើចដាក់គាត់ងាប់ហើយយើងត្រូវគេថាសើចចំអកដល់ជនពិការហើយអញ្ចឹងបានន័យថាយើងខុសក្រមសីលធម៌វិជ្ជាជីវៈរបស់យើងដែរទេអត់ទេបងប្អូនចែកឲ្យដាច់ណាបរិបទនេះអត់ដូចគ្នាទេនៅពេលដែលជនពិការកំពុងតែត្រូវការសម្លេងរបស់យើងដើម្បីដើរតួកំ pl ែងឲ្យយើងសើចដើម្បីបានបន្ទុកឈ្នះការប្រឡងប្រកួតប្រជែងស្នាដៃទេពកោសល្យអីមួយគឺយើងត្រូវសើចគាត់ប៉ុន្តែមិនមែនចំអកគាត់ទេសើចទេពកោសល្យស្នាដៃហើយទទួលស្គាល់ថាគាត់ពិការមែនប៉ុន្តែគាត់ប្រកែកដល់ម៉ោងនេះគឺដល់ម៉ោងកម្ពុជាទទួលស្គាល់ការពិតហើយជាការពិតដែលទទួលត្រូវរឿងទៀតថាយើងក្រថាយើងទុនខ្សោយថាយើងខ្វះខាតថាយើងមិនអាចវាយថៃឈ្នះទេកម្លាំងយើងទាបជាងគេថាចោះអត់ខុសទេហើយកុំមកទៅខំគេថាមើងងាយជាតិសាសន៍យើងអត់មានមើងងាយទេហេតុអីបានជាខ្ញុំនិយាយចឹងព្រោះបរិបទនេះនៅពេលដែលយើងប្រាប់គេថាយើងខ្សោយយើងមិនមានកម្លាំងទៅវាយថៃគឺយើងចង់ប្រាប់គេថាយើងជាស្រុកដែលត្រូវការសុខសន្តិភាពមិនមែនទៅឈ្លានពានរដ្ឋដទៃទេអញ្ចឹងអ្នកណាដែលមកវាយយើងគឺជារដ្ឋឈ្លានពានយើងហើយបើរដ្ឋឈ្លានពានយើងជាបងធំបានន័យថាគេប្រព្រឹត្តខុសមកលើយើងជាក្មេងតូចត្រូវបានអ្នកមៀតក្រអាញមកវាយយើងហើយយើងមកប្រឹងពឹងទ្រូងប្រាប់គេថាខ្ញុំអត់ខ្លាចទេវាយទៀតមកអាហ្នឹងគេទាត់យើងបាក់ថ្មិញអស់ហើយតែយើងត្រូវប្រាប់គេថាអត់ទេសុំទោសបងហើយខ្ញុំអត់មានតតាំងជាមួយបងឯងទេខ្ញុំរស់ដោយខ្ញុំបងរស់ដោយខ្ញុំយើងសុំសុកអីចឹងទៅបងខ្ញុំអត់មានធ្វើអីបងឯងទេហើយខ្ញុំក៏គ្មានទៅលូកលាន់អីបងឯងដែរខ្ញុំធ្វើការរស់នៅប្រកបរបរចិញ្ចឹមជីវិតតាមសមាជីវៈរបស់ខ្ញុំអីទេសុំតែសេចក្តីសុខគេមើលឃើញទាំងអស់គ្នាថាបើយើងនិយាយបែបហ្នឹងគឺគេយើងទទួលស្គាល់ថាយើងខ្សោយតើយើងអាក្រក់អីបងប្អូនពេលដែលយើងថាអញ្ចឹងអត់អាក្រក់ទេព្រោះការពិតគឺតែពេលយើងខ្សោយគឺគេជួយគេថាអូថៃនេះបូលីហ្មងគ្នាឯណោះមិនទាំងប្រៀបធៀបកម្លាំងប្រដាប់អាវុធក៏តាហ៊ានក៏រខិរខាតាហ៊ានថៃហ្នឹងក៏មានស្អីហ្នឹងក៏សម្បើមសពាវុធរត់ក្រោះយន្តហោះប្រដេញអីលាក់នឹងលាក់គឺខាងនោះមានសម្បើមលុយយោធាគេរាប់ពាន់លានដុល្លារលើសយើងមួយឆ្នាំ5 6ដងសេដ្ឋកិច្ចទំហំអីប្រជាពលរដ្ឋក៏គេលើសទទួលយកទៅអត់អីទេនេះគឺជាការការពារខ្លួនរបស់កម្ពុជាទៅវិញទេតាថាយើងខ្សោយយើងទុនភ្លុនតែមិនទុនជ្រាយយើងរឹងប៉ឹងតែមិនរឹងរូសហើយហ៊ាននិយាយការពិតអត់អីទេកុំមកថាអីណាឲ្យតែនិយាយតែហ៊ានខ្មែរខ្សោយតែហ៊ានអីយើងថាំងមើងងាយខ្មែរអត់មើងងាយទេដូចខ្ញុំនិយាយពីរឿងអត់ព្រមសើចជនពិការនៅពេលដែលគាត់ឡើង
ថ្លៃសម្ដែងរឿងកំ pl ែងហើយដល់អញ្ចឹងទៅគាត់ចង់បានបន្ទុកឲ្យយើងនិយាយពីទេពកោសល្យយើងនាំគ្នាអត់ហ៊ានសើចព្រោះខ្លាចសើចកំ pl ែងខ្លាចស្អីថាយើងសើចចំអកអីអញ្ចឹងទៅវាក៏អត់ទេហើយអ្នកណាក៏មើលឃើញដែរថាកម្ពុជាយើងខ្សោយគឺគេជឿថាយើងគួរតែទទួលបានសមានចិត្តហើយត្រូវនាំគ្នាថ្កោលទោសថៃផ្ទុយទៅវិញប្រទេសទាំងអស់នេះដែលខ្ញុំនិយាយថាជាសមាជិករបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលសំទោសជាហត្ថលេខីអត់មានអ្នកណាថ្កោលទោសថៃមួយដោយសារអីដោយសារគេគិតថាយើងខ្សោយមែនតែយើងខូចនេះអារឿងកម្មពៀយើងហ្នឹងគឺយើងពិបាកមែនតើអកុសលមែនតើតែបងប្អូនសួរថាចុះកម្ពុជាធ្វើអស់ប៉ុណ្ណឹងហើយខូចស្អីគេថ្នាក់ដឹកនាំកម្ពុជាម៉ាត់ណាក៏បង្រួបបង្រួមជាតិម៉ាត់ណាក៏ផ្សះផ្សាជាតិមានរឿងអីគ្រាន់តែគេមានក្របបែកផ្ទុះក្ដួងកែនប្រជាពលរដ្ឋទូងស្គររកសន្តិភាពធ្វើធម្មយាត្រាហាយក្បួននេះតវ៉ាសុំតែបានតែសុកទេប្រសង់ប្រជាពលរដ្ឋខ្មែរដង្ហើយសុំតែសុកសន្តិភាពតើឲ្យខ្មែរធ្វើអីទៀតតើប៉ុណ្ណឹងឬដែលថាខ្មែរនៅតែចរិតអាក្រក់ឬខូចកន្លែងណាថ្នាក់ដឹកនាំកម្ពុជាប្រឹងអស់ហើយពេលដែលមានការអីហ្នឹងខំប្រឹងបំពេញនេះឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសពលករនីដែលចំណាក់ស្រុកទៅថៃវិលមកស្រុកយើងវិញមកកុំឲ្យគេធ្វើទុកបុកម្នេញខ្លាចអសវត្ថិភាពអីចឹងមកកម្ពុជារដ្ឋាភិបាលសម្របសម្រួលដោះស្រាយបញ្ហាមីក្រូហិរញ្ញវត្ថុការងារអីសពបែបយ៉ាងក្រសួងការងារអីនឹងប្រពាក់ប្រពូននាំគ្នារកការងារទៅដាក់ភូមិនេះស្រុកនេះខេត្តនេះសម្រួលក្រុមការងារធ្វើមកកណោដែរតាអត់មានអត់ធ្វើទេធ្វើហើយហេតុអីបានថាគេខូចហេតុអីបានជាមកថាកម្ពុជាខូចយើងពេលដែលមានចឹងប្រជាពលរដ្ឋស្រោះគ្នាស្រាក់គ្នាទៅរើលបងបលាលួសថៃប្រជាពលរដ្ឋនឹងទៅជាមកជួទៅព្រៃច័ន្ទភូមិជោគជ័យនឹងទៅទាញលបងបលាលួសថៃទៅហ៊ានខ្មែរយើងស្រាក់ដៃគ្នាទៅឈរអមសងខាងប្រជាពលរដ្ឋនឹងដើម្បីការពារសុវត្ថិភាពអីឡាក់នឹងឡាក់យើងអត់ធ្វើមែនធ្វើហេតុអីបានថាយើងខូចគេវាយយើងទក់សាច់ចពៀមកៅស៊ូផងរាយស្អីផងគឺយើងនៅតែតាំងចិត្តឈ្មោះឈ្មុលទៅដល់ព្រំដែននឹងដើម្បីឈរមើលថតហៅខំសង្កេតការអាស៊ាន AOT អីនឹងចូលទៅថតរូបរាល់ថ្ងៃសឹងរាល់ថ្ងៃទាំងភ្លៀងទាំងខ្យល់ទាំងថ្ងៃក្តៅយើងអត់ធ្វើអីមែនយើងខូចទៀតប៉ុណ្ណឹងក៏យើងចង់ស្អំដើម្បីឲ្យបានភ័ស្តុតាងប្រាប់ថាយើងជាមនុស្សថ្លៃថ្នូរគោរពទេអត់មានខូចអត់មានអីទាំងអស់ហក់នៅពេលដែលគេនិយាយពីរឿងជួញដូរអនឡាញរឿងស្អីលាក់នឹងលាក់ពីរឿងអាស្អីគេមជ្ឈមណ្ឌលឆបោកអនឡាញរដ្ឋាភិបាលចាប់ម្ដងចាប់200បញ្ជូន200បញ្ជូនចាប់ជួយខាងកូរ៉េបញ្ជូនជនជាតិកូរ៉េទៅវិញរាប់សិបនាក់ចុងក្រោយចាប់ចិនស៊ីទៀតរដ្ឋាភិបាលខ្មែរខូចកន្លែងណាខំប្រឹងសង្ងាប់ដោះស្រាយរឿងស្អីក៏យើងខំប្រឹងធ្វើតាមដើម្បីកុំឲ្យគេរករឿងថាយើងខូចហេតុអីបានជាយើងអយុត្តិធម៌ម្លេះសម្រាប់រដ្ឋាភិបាលកម្ពុជាដែលយើងថារដ្ឋាភិបាលកម្ពុជាខូចសកម្មជនគណៈបកប្រជាជនកម្ពុជានិងគណៈបកកណ្ដាលអំណាចជាពិសេសហ្នឹងគឺរដ្ឋាភិបាលគឺស្រោះគ្នាយើងការពារជាតិយើងទោះក្នុងតម្លៃណាក៏ដោយគឺថាជួយប្រសាទចាប់ផ្ដើមជេរបតិចផ្ដាសាក្រមប្រឆាំងហ្នឹងដើម្បីអីប្រាប់ថាកម្ពុជាមិនមែនអាក្រក់ដូចអ្វីដែលការគិតអីប្រឹងតាហេតុអីបានថាគេខូចទាំងអស់នេះគឺជាសាររបស់ក្រមគណៈបកប្រជាជនកម្ពុជាហើយនិងរដ្ឋាភិបាលកម្ពុជាដែលប្រឹងរំលេចប្រាប់ពិភពលោកឲ្យដឹងថាខ្លួនមិនមែនខូចដូចយើងគិតទេប៉ុន្តែបងប្អូនអានេះដូចខ្ញុំជម្រាបអញ្ចឹងគឺជាថាការដោះស្រាយបញ្ហាអង្គរកំប៉ុងនយោបាយអង្គរកំប៉ុងគឺយើងទិញមកកំប៉ុងដាំមកពេលដាំមកពេលទៀតទៅទិញមកកំប៉ុងទៀតហើយមកកំប៉ុងទៀតចឹងទៅដល់តែពេលគេបិទតូបអត់មានអង្គយើងអត់អីហូបព្រោះយើងអត់ទិញអង្គស្តុកទុកសម្រាប់មួយខែពីរខែឬយ៉ាងហោចណាស់ធ្វើស្រែដើម្បីត្រៀមមួយឆ្នាំពីរឆ្នាំព្រោះយើងអត់អាចធ្វើដល់ពេលហ្នឹងឯងយើងគិតមួយកលៈម្ដងដល់ពេលដំណើរហ្នឹងទៅចាំគិតទៀតអាហ្នឹងឯងដែលធ្វើឲ្យយើងដែលគេមើលមកយើងហ្នឹងគេថាយើងខូចហ្នឹងគឺដោយសារអីគេនិយាយពីរឿងរំលោភសិទ្ធិមនុស្សយើងអត់ឈឺក្បាលគេនិយាយអំពីរំលោភសិទ្ធិប្រជាធិបតេយ្យយើងអត់ឈឺក្បាលយើងទៅដោះសាររហូតនៅអង្គការសហប្រជាជាតិហ្នឹងអ្នករាយការណ៍ពិសេសពីឋានប្រអិនណាក៏អត់មានប្រយោជន៍អីដែរគឺរដ្ឋាភិបាលគឺលេខ1នៅក្នុងការដោះសារលេខ1នៅក្នុងការការពារ
ស្ថាប័នសិទ្ធិមនុស្សកម្ពុជាលោកកែវរេមីនេះណាម៉ោងនេះចាប់ពីថ្ងៃដែលគេមានរឿងនៅមុំបីដែលគេសម្លាប់លោកសួនរោនមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរេមីធ្វើរឿងដ៏ប្រពៃដ៏ត្រឹមត្រូវដ៏គួរឲ្យគោរពកោតសរសើរបំផុតសេចក្តីថ្លែងការណ៍គ្រប់ម៉ាត់មានរៀបរាប់អង្គហេតុអង្គច្បាប់ដែលធ្វើឲ្យយើងនឹងពេញចិត្តទុកចិត្តលោកកែវរេមីថាអូស្ថាប័នគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលគេមានមនុស្សប្រកែបណ្ឌិតបញ្ញវន្តគេច្រើនតាដែលយើងចិត្តតែគិតថារដ្ឋាភិបាលអត់មានមនុស្សឯណាចេះធ្វើការអត់ទេសរសេរសេចក្តីថ្លែងការណ៍ទៅដំក្រុមប្រឹក្សាអង្គការសហប្រជាជាតិទៅអ្នករីកាពិសេសផ្នែកលំនៅឋានទៅអង្គការសិទ្ធិមនុស្សស៊ុយអែតទៅអូយគ្រប់កន្លែងហើយរៀបរាប់អំពីអង្គហេតុនៃការរំលោភបំពានសពបែបយ៉ាងខ្ញុំរំភើបមើលឃើញសេចក្តីអង្គហេតុដែលពួកខ្ញុំធ្លាប់ធ្វើការនៅតុលាការយើងដឹងអំពីទម្ងន់នៃគុណភាពនៃអ្នកច្បាប់នៃអ្នកបណ្ឌិតបញ្ញវន្តនៅក្នុងជួររដ្ឋាភិបាលដែលសបោបកាយនិយាយពីរំភើបព្រោះអង្គហេតុទាំងអស់នេះដាក់ទៅគឺមើលទៅគឺសើថាភាគីថៃមិនអាចមកបកាយអីបានសូម្បីតែបន្តិចប៉ុន្តែបងប្អូនអាពេលដែលគេរំលាយសិទ្ធិមនុស្សប្រជាធិបតេយ្យចាប់សកម្មជនអីនៅប្រទេសកម្ពុជាដល់ចដើរបស់គណៈកម្មការសិទ្ធិមនុស្សរបស់លោកកែវរេមីអត់ដែលឈឺក្បាលហាលថ្ងៃអីសោះធ្វើអីទៅគណៈកម្មាធិការសិទ្ធិមនុស្សនេះបើថាអ្នកណាគេចាប់ចងអីពីរឿងចង់រំលាយគណៈបកប្រឆាំងដែលជំទាស់នឹងរដ្ឋាភិបាលប្រជាពលរដ្ឋស្លូតត្រង់អីដែលនិយាយពីសិទ្ធិកម្មករសិទ្ធិសហជីពតវ៉ាដោយក្រុមហ៊ុន Naga World 4 ឆ្នាំហើយហ្នឹងលោកកែវរេមីនៅឯណាខាងសិទ្ធិមនុស្សហ្នឹងអត់ឈឺក្បាលវាអញ្ចឹងវាអាផាត់អញ្ចឹងបងប្អូនយើងមានកន្លែងខ្លះត្រូវគឺត្រូវខុសរឿងអញ្ចឹងហើយដល់យើងត្រូវខុសរឿងហ្នឹងខ្ញុំនិយាយពីសរសេរច្បាប់អីនៃពីថារំភើបពេញចិត្តនឹងគុណភាពនៃបញ្ញវន្តនិងធនធានមនុស្សនៅក្នុងជួររដ្ឋាភិបាលកម្ពុជាប៉ុន្តែយើងអត់ត្រូវរមាស់ទៀតថ្កោលទោសជូនដំណឹងបដិសេធអំពាវនាវស្នើតែបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិដែលក្នុងនាមជាស្ថាប័នសិទ្ធិមនុស្សដែលដឹងអំពីការរំលោភបំពានអត់ដាក់ហើយបើថាមិនដាក់ក៏ហីចោះអត់ព្រមស្នើឲ្យរដ្ឋាភិបាលខ្លួនឯងនឹងដាក់ទៀតនៅតែតាមជឿជាក់លើរដ្ឋាភិបាលទៅយើងអាចដោះស្រាយតាមសន្តិវិធីថ្ងៃណាមួយគេខ្ជាក់ដីនឹងមកវិញឯងព្រោះយើងមិនទទួលស្គាល់អាព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធតែរាល់ថ្ងៃគេឈូសឆាយគេដុតគេធ្វើផ្លូវគេចាក់បេតុងអាគ្រោះបន្លានឹងវារឹតរួតដួងហារតីរបស់ខ្មែរបន្តិចទៀតទៅហ្មងអស់លោកថាឲ្យជឿរដ្ឋាភិបាលយកបាននឹងខ្មែរស្លាប់អស់បាត់ទៅហើយបើមិនស្លាប់ក៏កើតជំងឺផ្លូវចិត្តទៅជាសរសៃប្រសាទអស់គ្រប់គ្នាទៅដល់ពេលស្រុកស្រួលបួលបានដីមកវិញលែងស្គាល់ដីខ្លួនឯងហើយព្រោះអីដើរស្រាតអស់ហើយហ្នឹងខូចចិត្តប៉ះពាល់ផ្លូវចិត្តខ្ញុំទទួលសារច្រើនណាស់ពីបងប្អូនខូចចិត្តហើយកើតជំងឺគេងមិនលក់ដោយសារតែឈឺចាប់ទៅនឹងការឈ្លានពានរបស់ថៃហើយឈឺចាប់នៅពេលដែលរដ្ឋាភិបាលអត់ប្តឹងតែសង្ឃឹមអីគាត់និយាយចឹងហើយរដ្ឋាភិបាលយូរមករករឿងអ្នកផ្សាយថាញុះញង់ឲ្យប្រជាពលរដ្ឋមិនជឿទៅលើរដ្ឋាភិបាលបងប្អូនរដ្ឋាភិបាលខ្លួនឯងទេដែលធ្លាប់និយាយលោកហ៊ុនសែនក៏ធ្លាប់និយាយដែរថាពេលដែលគណៈបកប្រឆាំងបែកបាក់គ្នាកុំបន្ទោសគណៈបកប្រជាជនកម្ពុជាទៅបន្ទោសខ្លួនឯងថាវាមិនបានការវាមិនកើតការបានលលាយខ្លួនឯងប៉ុន្តែក្រុមគាត់ខាងរំលាយគេបង្កើតច្បាប់អីផ្ដេសផ្ដាសហ្នឹងក៏អត់យកមកគិតទេប្រើតឡាការប្រើប្រព័ន្ធកម្រៀងហើយក៏អត់គិតទេក៏គិតទៅបន្ទោសរឿងជនរងគ្រោះអាករណីរំលោភទៅបន្ទោសជនរងគ្រោះអត់យកអាជនប្រព្រឹត្តដែលរំលោភយកទៅដាក់គុកទេទៅរករឿងជនរងគ្រោះដែលថាស្លៀកខ្លីលេចលើលេចក្រមបានគេរំលោភវិញនេះអញ្ចឹងហើយឥឡូវដល់ពេលតកតនៅក្នុងបរិបទនេះគណៈបកប្រជាពលរដ្ឋអាចនឹងចោទទៅរដ្ឋាភិបាលវិញថាកុំបន្ទោសប្រជាពលរដ្ឋមិនជឿទៅលើរដ្ឋាភិបាលហើយកុំបន្ទោសប្រព័ន្ធផ្សព្វផ្សាយដែលធ្វើឲ្យថាមានសារញុះញង់អីវាអត់មានប្រព័ន្ធផ្សព្វផ្សាយណាគេញុះញង់កើតទេព្រោះអីប្រព័ន្ធផ្សព្វផ្សាយក្រែងអស់លោកថាមានប្រព័ន្ធផ្សព្វផ្សាយរបស់អស់លោករាប់ពាន់វិទ្យុទូរទស្សន៍ MMO ស្អីហ្នឹងគឺសិតតែរបស់អស់លោកតាចុះហេតុអីបានគេអត់ស្ដាប់សំណួរនោះសួរទៅវិញថាហេតុអីបានមករករឿងអ្នកដែលគេឃោសនានៅខាងក្រៅហ្នឹងទៅឲ្យប្រជាពលរដ្ឋជឿថានិយាយញុះញង់ឲ្យរដ្ឋាភិបាល
មិនជឿលើរដ្ឋាភិបាលចុះប្រព័ន្ធផ្សព្វផ្សាយរបស់លោកទូរទស្សន៍ជាតិប្រព័ន្ធវិទ្យុសារព័ត៌មានរបស់ក្រសួងព័ត៌មានរបស់អីអស់លោកណាអត់ធ្វើការអីបានសោះហើយអញ្ចឹងអត់អាចស្អំចិត្តប្រជាពលរដ្ឋឲ្យជឿរដ្ឋាភិបាលទេអានេះដោយសារអីភូតច្រើនចាញ់អាត្មាពេលដែលផ្សាយដដែលកោកសឹកមាត់តដោកស្អែតតពោះកបីតែយើងដដែលទៅកុហកគេច្រើនពេកយូរទៅជារឿងខ្ចប់រោមន់អស់ហើយហ្នឹងអាកសែតអាអីរបស់អ្នកគ្រប់គ្រងរដ្ឋាភិបាលគេលែងមើលគេលែងអីអស់ហើយដល់អញ្ចឹងអត់មានវិធីអីដើម្បីដោះស្រាយគឺមករករឿងអ្នកផ្សាយខាងក្រៅថាជាការញុះញង់ទៅវិញទៅនិយាយទៅគឺយើងវិធីសាស្ត្របក់ផ្សែងអត់រួចភ្លើងអញ្ចឹងបើសិនជាគេថាបើរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋលែងទុកចិត្តដោយសារតែការផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋខ្មែរនៅខាងក្រៅប្រទេសឧទាហរណ៍អានេះគឺជាចំណុចខ្សោយបំផុតរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឬក៏អាចតែខ្លួនឯងបំផ្លាញប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងហ្នឹងឲ្យរលីកខ្ទេចខ្ទីលែងគេជឿហើយវាដូចជាក្មេងមួយដែលស្រែកកុហកគេពីរឿងថាមានឆ្កែចចកមកស៊ីឈាមអញ្ចឹងណាហើយតែកុហកគេអ្នកស្រុកដុតចន្លោះដុតអីមកអញ្ចឹងតែមកមើលអត់មានសត្វឆ្កែចចកសោះនិយាយលេងអញ្ចឹងអ្នកស្រុកទៅមកទាំងយប់ប្រលប់ហ្នឹងរំខានការងារគាត់អញ៉ៃពេញទឹកពេញដីនឹងរំខានដំណេកហ្នឹងទៅសម្រានវិញអស់ទៅប្រហែលថ្ងៃក្រោយនិយាយចឹងដែរមកអត់ឃើញចចកហងនិយាយលេងដល់តែពេលគេជឿថាអូម្នាក់ហ្នឹងតែនិយាយអីទៀតលែងជឿឆ្កែចចកមកមែនតើស៊ីជាមស៊ីប៉ប៉ែអស់អាលីងរឿងគឺវាតែអញ្ចឹងតាបងប្អូនដូច្នេះកុំបន្ទោសអ្នកណាដែលធ្វើឲ្យគេមិនទុកចិត្តរដ្ឋាភិបាលប៉ុន្តែត្រូវមើលថាតើរដ្ឋាភិបាលបានធ្វើអីខ្លះឲ្យគេទុកចិត្តសកម្មភាពមិនមែនភាសាប្រជាពិធទេប្រជាពលរដ្ឋស៊ាំនឹងប្រជាពិធ40ឆ្នាំហើយឲ្យគេជឿយ៉ាងម៉េចទីហោគេចូលទៅហាងហ្នឹងហូបមិនកើតហើយយើងប្រាប់ថាអូអត់ទេមកហូបខ្ញុំឆ្ងាញ់ណាស់សូមអញ្ជើញមកទទួលទានភាសាយើងបានដូររបៀបអីលាក់ដូររបៀបបង្ហាញមកហូបដល់ចូលទៅហូបទៀតអត់ឆ្ងាញ់តាដែលអត់ដូរចុងភៅអត់ដូរវិធីចម្អិនអាហារអត់ដូរអារបៀបធ្វើសេវានៅតែធ្វើដដែលរំពឹងលទ្ធផលប្លែកពីមុនប្លែកអីចុងភៅដដែលស្លសម្លមួយឆ្នាំងដាក់ទឹកហែងក៏ឃ្លោកគ្រឿងដាក់ទៅក៏នៅតែមិនបានឆ្ងាញ់ហើយដល់ពេលលើកក្រោយទឹកច្រើនចឹងទៀតគ្រឿងដដែលអត់ដូរហើយប្រាប់ថាអត់អីទេឆ្ងាញ់ដល់ពេលគេទៅហូបទៅយូរទៅគេដឹងថាគ្មានដូរគ្មានផ្លាស់អីទេចុងភៅក៏នៅតែដែលអារបៀបធ្វើនឹងក៏នៅតែដែលដល់អញ្ចឹងទៅលើកក្រោយនិយាយប្រាប់គេអីសូម្បីតែធ្វើពិតមួយចំនួនក៏គេលែងជឿដែរពួកអីវាកុហកគេច្រើនពេកដូច្នេះទង្វើម្ដងទៀតរឿងឲ្យប្រជាពលរដ្ឋកុំកើតជំងឺបាក់ស្បាតផ្លូវចិត្តឬក៏គេហៅបាក់ទឹកចិត្តណាថប់អារម្មណ៍ហើយរឿងថប់អារម្មណ៍មិនមែនតែរឿងខ្មែរទេណាបងប្អូននៅ Greenland នេះនៅ Greenland នេះខ្ញុំនិយាយព័ត៌មានអន្តរជាតិឲ្យច្បាច់ចូលក្នុងនឹងឲ្យហើយទៅកុំឲ្យខ្ញុំភ្លេចប្រហែលសប្តាហ៍ចុងក្រោយនេះលោក Donald Trump សហរដ្ឋអាមេរិកនេះណាព្រមានប្រទេស Greenland នៅក្នុងតំបន់ដាណឺម៉ាកហ្នឹងថាអាមេរិកនឹងទៅយក Greenland មកគ្រប់គ្រងក្រោមដែនអធិបតេយ្យរបស់អាមេរិកគ្រប់គ្រងប្រទេសមួយកោះមួយដែលជាដែនអធិបតេយ្យរបស់ប្រទេសគេយកមកគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់អាមេរិកគាត់និយាយពីរឿងចង់ទិញ Greenland នឹងយូរហើយប៉ុន្តែប្រទេស Greenland ហ្នឹងគេកោះ Greenland ហ្នឹងគេថាគេអត់លក់អត់អីទេប៉ុន្តែឥឡូវនៅពេលដែលលោកត្រាំកបួច Maduro មកបានដោយអត់មានស្ដាប់អ្នកណាទាំងអស់អង្គការសហប្រជាជាតិឬក៏សូម្បីតែសភាខ្លួនឯង Greenland គ្នាភ័យបាត់ប្រជាពលរដ្ឋសម្រានមិនលក់ទេសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភារបស់ប្រទេស Greenland ផ្ដល់បទសម្ភាសន៍តាមសារព័ត៌មានថាប្រជាពលរដ្ឋកើតជំងឺបាក់ស្បាតផ្លូវចិត្តគេងមិនលក់ទេដោយសារអីស្រមៃថាថ្ងៃណាមួយអាមេរិកនឹងមកយកដែនដីហ្នឹងហើយតើវានឹងជាយ៉ាងម៉េចអីចឹងណាឃើញសូម្បីតែអាមេរិកជាប្រទេសដ៏អស្ចារ្យមួយមិនដែលទៅបំផ្លាញប្រទេសណាមួយទេមានតែផ្ដល់ប្រជាធិបតេយ្យសិទ្ធិមនុស្សប៉ុន្តែប្រទេសគេគ្រប់គ្រងដោយប្រជាពលរដ្ឋគេហើយស្រាប់តែមានរដ្ឋបរទេសមួយចូលទៅគ្នាភ័យហើយដល់ពេលភ័យ Greenland តូចមួយអត់អាចជួយអីបានហើយគ្មានសហគមន៍អន្តរជាតិណាអាចទៅជួយរំដោះ Greenland បានគ្នាកើតជំងឺបាក់ស្បាតផ្លូវចិត្តបាក់ទឹកចិត្តគេងមិនលក់រសាប់រសល់អាហ្នឹងទៅសៃប្រសាទហើយបងប្អូនខ្មែរយើងដូចគ្នា
យើងគេវាយយករាប់សិបកន្លែងនៅតំបន់ព្រំដែនគេយកអស់ហើយទៅរដ្ឋាភិបាលថាទុកចិត្តទៅធ្វើអីទេតែមិនអីទេមិនបើគេយកអាហ្នឹងកើតជំងឺបាក់ស្បាតផ្លូវចិត្តហ្នឹងអញ្ចឹងដើម្បីធ្វើយ៉ាងម៉េចឲ្យបានគឺទាល់តែរដ្ឋាភិបាលកម្ពុជាខ្ញុំនិយាយពី Greenland បញ្ចប់សិនលោកត្រាំបានបញ្ជាក់ប្រាប់ថា Greenland អាមេរិកត្រូវតែយកឲ្យបានជាដាច់ខាតដូច្នេះមើលទៅដូចអត់ថយក្រោយទេហើយហេតុអីបានជាអាមេរិកចង់យកកោះ Greenland នៅឯឆ្ងាយនាយសមុទ្រនោះដើម្បីមកជាការគ្រប់គ្រងរបស់អាមេរិកនេះគឺជាលក្ខណៈភូមិសាស្ត្រនយោបាយបងប្អូនមិនមែនតម្លៃរបស់ Greenland ហ្នឹងយកមកដើម្បីបានផលរ៉ែធ្យូងធម្មជាតិអីប្រមាណទេលក្ខណៈភូមិសាស្ត្រនេះតកតងនឹងសុវត្ថិភាពការពារជាតិរបស់អាមេរិកព្រោះតំបន់ Greenland ហ្នឹងគឺជាលក្ខណៈភូមិសាស្ត្រដែលវានៅជិតប្រទេសចិននិងជិតប្រទេសរុស្ស៊ីមែនតើហើយនៅពេលដែលជិតប្រទេសចិននិងជិតប្រទេសរុស្ស៊ីវាស្ទើរតែជាប្រទេសមួយដែលជាភូមិផងរបងជាមួយនឹងចិនផងនិងរុស្ស៊ីផងលោកត្រាំថាបើសិនជាអាមេរិកអត់យក Greenland ទេគឺអាចចិនយកឬក៏រុស្ស៊ីយកដូចតែគ្នាទេហើយអាមេរិកអត់ចង់ឲ្យចិននិងរុស្ស៊ីគ្រប់គ្រងតំបន់នឹងបានទេព្រោះវាប៉ះពាល់ដល់សុខសុវត្ថិភាពរបស់អាមេរិកទាំងមូលអានេះអ្វីដែលជាការលើកឡើងរបស់លោកត្រាំអញ្ចឹងបើយក Greenland បានគឺអាមេរិកអាចបោះមូលដ្ឋានទ័ពនៅទីនោះគឺមានគ្រឿងសព្វាវុធបរមាណូកប៉ាល់ចម្បាំងមុជក្នុងដែនទឹកបាតសមុទ្រអីឡាក់នឹងឡាក់ទៅវាធ្វើឲ្យចិននិងរុស្ស៊ីគឺទប់បានដោយមិនអាចនឹងក្អកបានទេជាយុទ្ធសាស្ត្រផ្នែកសន្តិសុខគឺជារឿងសំខាន់ជានយោបាយការទូតផ្លូវអំណាចសេដ្ឋកិច្ចយោធាក៏អាមេរិកមានប្រៀបបើសិនជាយក Greenland បានប៉ុន្តែបើនិយាយអំពីច្បាប់អន្តរជាតិគឺខុសព្រោះយើងមិនអាចទៅរំលោភដែនអធិបតេយ្យណាមួយបានទេប៉ុន្តែសួរថាលោកត្រាំស្ដាប់មែនបើមិនចឹងមិនទៅចាប់លោក Maduro មកបានទេអញ្ចឹងការដែលចាប់លោក Maduro នេះធ្វើឲ្យពិភពលោកគិតថាពិភពលោកលែងមានសន្តិភាពអីទៀតហើយអង្គការសហជីវជាតិក៏គ្មានឥទ្ធិពលអីដែរអ្នកណាខ្លាំងអ្នកនឹងឈ្នះប៉ុន្តែបើចំពោះខ្ញុំណាខ្ញុំមិនគាំទ្រទង្វើឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសណាទាំងអស់ទាំងអាមេរិកឈ្លានពានប្រទេសដទៃទាំងប្រទេសដទៃឈ្លានពានអាមេរិកខ្ញុំអត់គាំទ្រទេក៏ប៉ុន្តែបើនិយាយឲ្យភាពស្មោះត្រង់របស់ខ្ញុំវិញបើអាមេរិកបានគ្រប់គ្រងដែនអធិបតេយ្យរបស់វេណេស៊ុយអេឡាឬក៏ Greenland ឬក៏ប្រទេសណាក៏ដោយដើម្បីរក្សាសុវត្ថិភាពពិភពលោកឲ្យអាមេរិកខ្លាំងលើសគេមហិមាក៏វាក្រាន់បើជាងឲ្យពួកកុម្មុយនីសខ្លាំងជាមេបងធំដែរព្រោះបើយើងឲ្យអាមេរិកខ្លាយជាមេបងធំណាគ្រប់គ្រងពិភពលោកក៏យើងនៅមាននំ hamburger pizza ញ៉ាំដែរវាមិនស្ពៃនឹងប៉ែកគក់ឬក៏ឆៃថាវឬក៏ក្ដួចទេបងប្អូនយ៉ាងណាក៏វាក្រាន់បើប្រសើរដែរព្រោះអីអាមេរិកជាប្រទេសប្រជាធិបតេយ្យក្នុងន័យថាផ្ដាច់ការខ្លះក៏ដោយប៉ុន្តែក៏មានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំដែលយើងដូចនិយាយថាអាវុធណាយុទ្ធភ័ណ្ឌណាក៏ភ្លើងណាវាមានភាពសាហាវពុះពុលណាស់បើវាធ្លាក់នៅក្នុងដៃមនុស្សដែលសាហាវពុះពុលហើយអត់ស្គាល់គុណធម៌ប៉ុន្តែក៏ភ្លើងហ្នឹងវាទៅជាគ្រឿងការពារខ្លួនធ្វើឲ្យយើងសប្បាយចិត្តទៅវិញមានសុវត្ថិភាពទៅវិញបើវាធ្លាក់ទៅលើដៃអ្នកដែលមានវិជ្ជាជីវៈមានសិលធម៌មានគុណធម៌យើងដែលខ្លាចពេលដែលយើងឃើញប៉ូលីសឈរការពារបាតកោហើយមានក៏ភ្លើងសៀតសម្ញែងមានក្របបែកមានអីយើងជាក្រុមបាតកោជាពិសេសនៅអាមេរិកនេះតវ៉ាអីហ្នឹងយើងដែលទៅខ្លាចពួកគាត់ទេមិនអញ្ចឹងយើងអត់ខ្លាចទេដោយសារអីយើងដឹងថាពួកគាត់មកការពារសុវត្ថិភាពរបស់យើងហើយមានវិជ្ជាជីវៈត្រឹមត្រូវប៉ុន្តែយើងច្បាស់ជាខ្លាចហើយបើកំភ្លើងនឹងក្របបែកហ្នឹងស្ថិតទៅលើក្រុមបងធំញៀនថ្នាំឬក៏ពួកក្រិតជនអីដឹងតែពួកអស់ហ្នឹងយកមកបុកខ្ទេចខ្ទីអស់ហើយមិនអញ្ចឹងសម្រាប់យើងដូច្នេះអារឿងហ្នឹងណាវាមានគេហៅថាចម្រោះការយល់ឃើញដែរខ្ញុំមែនតើមិនគាំទ្រអំពើខុសច្បាប់ប៉ុន្តែក៏មិនមែនជាការហួសហេតុដែរនៅពេលដែលការពារសុវត្ថិភាពរបស់អាមេរិកផងការពារសុវត្ថិភាពពិភពលោកផងហើយលុបបំបត្តិចោលមេដឹកនាំផ្ដាច់ការទាំងអស់នៅលើពិភពលោកផងខ្ញុំមិននិយាយថា Greenland មានមេដឹកនាំផ្ដាច់ការទេបងប្អូនខ្ញុំនិយាយពីរឿង Maduro និងប្រទេសកុម្មុយនីសដទៃទៀតដូចអ៊ីរ៉ង់ដូចកូឡុំប៊ីដូចគុយបាអីណាអានេះជាសារឥឡូវរត់ចែកជើងគ្នាអានឹងសារហ្នឹងក៏បានលឺដល់ប្រទេសកុម្មុយនីសដូចរុស្ស៊ីដូចចិនដូចប្រទេសកុម្មុយនីសដទៃទៀតនៅអាស៊ីអាគ្នេយ៍អាស៊ានយើងដែរវាជាសារដូច្នេះក្នុងន័យនេះអង្គការសហជីវជាតិលែងមានឥទ្ធិពលតើយើងនៅរំពឹងអីទៀត
មែនអស់សង្ឃឹមសុទ្ធទេគឺយើងប្រព្រឹត្តឲ្យត្រឹមត្រូវដើម្បីត្រូវតាមត្រៀមខ្លួនរបស់យើងឲ្យចូលតាមកន្លងនៃការវិវត្តថ្មីដែលអ្នកខ្លាំងឈ្នះប៉ុន្តែអ្នកខ្លាំងក៏មានសិលធម៌ក៏មានគុណធម៌បែបនេះយើងអត់សូវព្រួយខ្លាំងទេបើអាមេរិកគ្រប់គ្រងពិភពលោកក៏គ្រប់ចោះគាត់មិនមែនសាហាវព្រៃផ្សៃដោយពួកកុម្មុយនីសដទៃទៀតទេព្រោះប្រទេសសេរីបែបនេះគឺនៅមានប្រព័ន្ធដឹកនាំរដ្ឋមួយដែលមានគណៈបកប្រឆាំងរឹងមាំប្រជាធិបតេយ្យរឹងមាំយ៉ាងហោចណាស់ក៏យើងមិនព្រួយខ្លាំងពេកណាបងប្អូនព្រួយវាខុសច្បាប់ខុសនីតិវិធីខ្ញុំយល់ស្របប៉ុន្តែមិនព្រួយខ្លាំងទេនៅពេលដែលអាមេរិកកំពុងតែមានឥទ្ធិពលខ្លាំងដោយសារតែអាមេរិកក៏ជាប្រទេសប្រជាធិបតេយ្យជាង200ឆ្នាំដែរអញ្ចឹងគេមិនអោយរបៀបជិះសេះឡើងដែរប៉ុន្តែកន្លែងខ្លះតើតែសាច់ចោលខ្លះដែរកាត់ចោលខ្លះដែរបានអាចនឹងប្រក្រាបក្រុមអក្រិតជនឬក្រុមមេដឹកនាំផ្ដាច់ការព្រោះឥឡូវដូចលោកម៉ាឌូរ៉ូតែហ៊ានគាត់ឲ្យចាក់ស្រេះកងកម្លាំងប្រដាប់អាវុធគាត់បង្ក្រាបមនុស្សចាប់ដាក់គុកហែងឡើងអត់ដូចនៅស្រុកខ្មែរអញ្ចឹងទៅឲ្យគណៈបកប្រឆាំងណាដែលអាចនឹងមកកែប្រែវាសនាប្រទេសកម្ពុជាបានឬក៏ប្រទេសវេណេស៊ុយអេឡាបានបើមេដឹកនាំបង្ក្រាបធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតតើតែលោកត្រាំចូលទៅក៏បួចមកឃើញបាក់ហើយសួរថាប្រទេសណាកោតទោសទៅប៉ុន្តែនៅទីបំផុតអ្នកណាដែលបានផលគឺប្រជាពលរដ្ឋរបស់វេណេស៊ុយអេឡាដែរហ្នឹងពួកគេសាទរមានអ្នកជប់លៀងមកកណោហ្នឹងដោយសារគេធុញទ្រាន់នឹងអាការដែលគ្រប់គ្រងផ្ដាច់ការបែបនេះព្រោះប្រជាពលរដ្ឋរស់នៅក្នុងភាពភិតភ័យហើយឥឡូវគ្រាន់តែព្រឹបឡើងឃើញដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយព្រាតមួយថ្ងៃនេះប៉ុន្តែបងប្អូនវេណេស៊ុយអេឡាដោះលែងអ្នកទោសនយោបាយនេះគឺជាការស្អំចិត្តអាមេរិកដែរព្រោះអាមេរិកបានប្រមានថាបើអត់បធូរស្ថានភាពបន្តទៅទៀតទេមិនមែនចាប់តែលោកម៉ាឌូរ៉ូទេគឺប្រព័ន្ធដឹកនាំរដ្ឋហ្នឹងគឺនៅរឿងចាត់ការថែមទៀតហើយទម្លាក់គ្រាប់ថែមទៀតគ្រាន់តែលឺប៉ុណ្ណឹងចាប់ផ្ដើមប្រឡែងអ្នកទោសមនសិការគ្នាសបាយហើយគ្មានខុសអីទេអ្នកទោសមនសិការហ្នឹងគឺដោយសារតែលោកម៉ាឌូរ៉ូហ្នឹងចាត់ទុកថាពួកគេជាឧទាមបដិវត្តពណ៌ពួកញុះញង់ដូចគ្នានៅស្រុកខ្មែរអញ្ចឹងអត់មានខុសគ្នាទេយើងធ្វើអញ្ចឹងហើយដល់ពេលអាមេរិកគេទៅកបួចមកតែខ្ញុំអត់ចង់ឲ្យគេទៅកបួចទៅអីស្រុកខ្មែរទេបានហើយបងប្អូនមិនចាំបាច់បដូចស្រុកខ្មែរទៅវេណេស៊ុយអេឡាពេកទេវាដូចថាវាទីមួយគឺជាការមើលងាយថ្នាក់ដឹកនាំកម្ពុជាដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតផងឃើញគាត់ខំប្រឹងដែរហើយជាការមើលងាយហ្នឹងគឺចង់និយាយថាពួកគាត់ច្បាស់ជាររឿងហើយថាយើងហ្នឹងរបៀបដូចថាគម្រាមរបៀបអីអញ្ចឹងថាពួកគាត់មិនធ្វើហ្នឹងហត់តែធ្វើឲ្យសាហាវជាងហ្នឹងផងឬក៏យ៉ាងម៉េចទៅក៏មិនដឹងទេថាចង់ផ្កើនមកវិញអញ្ចឹងណាក៏ប៉ុន្តែបងប្អូនពេលដែលពិភពលោកចាប់ផ្ដើមអ្នកណាឈ្នះអ្នកណាខ្លាំងឈ្នះនេះណាហើយអាមេរិកជាប្រទេសប្រជាធិបតេយ្យនេះណាយើងត្រូវបត់ទិសរបស់ទូករបស់យើងត្រូវដូរក្តោងរបស់យើងដើម្បីបដូរទិសហ่าបងប្អូនអត់មានទិសទៅស្រុកកុម្មុយនីសទៀតទេយើងត្រូវបត់ក្បាល180ដឺក្រេមករករត់តាមកន្លងខ្យល់ប្រជាធិបតេយ្យវិញឲ្យទាន់តែអត់ទាន់គេគឺយើងទៅហើយគឺលិចហើយកប៉ាល់របស់យើងហ្នឹងគឺខ្យល់បាត់ផាត់ប៉ោងលិចភ្លឹបតែម្ដងហើយអ្នកដែលស្លាប់គឺប្រជាពលរដ្ឋយើងទាំង17លានអ្នកជាពិសេសប្រជាពលរដ្ឋខ្មែរយើងនៅក្នុងក្តោងហ្នឹងអញ្ចឹងនៅក្នុងនាវាហ្នឹងអញ្ចឹងយើងដូរក្តោងដូរយ៉ាងម៉េចគឺយើងត្រៀមខ្លួនត្រៀមចិត្តត្រៀមកាយដើម្បីឲ្យប្រទេសយើងអាចនឹងអែបអបជាមួយនឹងអាមេរិកបានអត់អីទេអែបចោះខ្ញុំអត់សូវខ្វល់ហ្មងនេះខ្ញុំមិនសូវជាចូលចិត្តរបៀបដឹកនាំដែលថាផ្ដាច់ការស្អីទៅរំលោភដែនអធិបតេយ្យប៉ុន្តែបើអែបអាមេរិកនៅក្នុងពេលនេះអែបចោះជាការជ្រើសរើសដ៏ត្រឹមត្រូវបំផុតយើងដឹងហើយអាមេរិកមិនថ្កោលទោសថៃអាមេរិកមិនស្អីហើយឥឡូវឲ្យជំនួយយោធា$100លានជាងទៅថៃឲ្យខ្មែរ10លានទៅរឿងដោះមីនអីហ្នឹងយើងថាអាមេរិកនោះដូចលំអៀងអត់អីទេដោយសារតែគេចាត់ទុកថាយើងខូចយូរហើយតែមិនមែនបានន័យថាអានេះគឺជាការបង្រៀនយើងតាគេប្រាប់មកយើងឆ្លោះមួយអាមេរិកយូរហើយយើងអត់ដែលត្រូវជាមួយអាមេរិកពីកាលទេទើបតែត្រូវជាមួយអាមេរិកយើងល្អកលឿននៅពេលដែលយើងឆ្លោះគ្នាមួយថៃហើយយើងវាចៃដន្យអីទៀតយើងចាប់ផ្ដើមល្អកលឿនមួយអាមេរិកនៅពេលដែលថៃគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកសោះយើងចាប់ផ្ដើមមកអែបជើងអាមេរិកនៅពេលដែលថៃជាមិត្តភ័ក្តិរបស់អាមេរិកជាបនភឿនផឹកស៊ីគេស្គាល់គ្នារាប់សិបឆ្នាំហើយហ្នឹងហើយយើងឆ្លោះគ្នាជាមួយគេរឿងអាមេរិកមកយកមកឥឡូវស្រាប់យើងល្អកលឿនមួយអាមេរិកគេជឿយើងមែនគេអត់ជឿយើងទេប៉ុន្តែសួរតែគេមានជំរឿសអីអាមេរិកក៏ចង់ឲ្យយើង
ត្រូវរើគ្នាជាមួយថៃទៅឬក៏មានប្រជាធិបតេយ្យមានសិទ្ធិមនុស្សដើម្បីអាមេរិកស្រួលនៅក្នុងការដែលជួយយើងដែរឲ្យវាមានហេតុផលដែលគេជួយយើងដែរបើប្រទេសយើងកុម្មុយនីសគេជួយអត់បានឃើញទេអារឿងសភាវុធយោធាអីគេដាក់ទណ្ឌកម្មដោយសារតែយើងរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យឥឡូវគេចង់ដកវិញខ្លះដើម្បីឲ្យធូរបន្តិចប៉ុន្តែបើយើងអត់ដូរសិទ្ធិមនុស្សប្រជាធិបតេយ្យត្រៀមខ្លួនឲ្យចូលទៅក្នុងកន្លងទឹកហូរនៃប្រជាធិបតេយ្យដែលអ្នកណាធំឈ្នះតែជាប្រទេសប្រជាធិបតេយ្យគឺយើងច្បាស់ជាយឺតពេលហើយយើងយឺតពេលហ្នឹងគឺយើងធ្វើទុកបុកម្នេញធ្វើបាបខ្លួនឯងអញ្ចឹងខ្ញុំនៅតែជឿថាសំណាងភ័ព្វព្រេងវាសនាមិនមែនជារឿងធ្លាក់ពីឋានទេវតាទេប្រអិនប្រព្រំទេសំណាងនិងភ័ព្វព្រេងវាសនាគឺបានកើតឡើងនៅពេលដែលការត្រៀមខ្លួនរបស់យើងជួបឱកាសមកដល់នេះគឺជាទស្សនវិទូមួយដែលខ្ញុំគោរពហើយនឹងខ្ញុំអនុវត្តតាមគ្រប់ពេលហើយខ្ញុំរីករាយនឹងចែករំលែកបទពិសោធន៍នេះភាសាអង់គ្លេសគឺជាទ្រឹស្ដីទស្សនវិទូបុរាណវិទូយូរហើយគេថា luck is what happens when preparation meets opportunity បានន័យថាភ័ព្វព្រេងវាសនាឬក៏ភ័ព្វសំណាងវាកើតឡើងតែក្នុងករណីដែលយើងត្រៀមខ្លួនរួចជាស្រេចហើយស្រាប់តែឱកាសនឹងមកដល់គឺយើងនឹងបានសំណាងនឹងហើយតែបើយើងដេកផ្សងសំណាងគឺយើងអត់ដែលមានឱកាសនឹងទេហើយបើឱកាសនឹងមកដល់អាសំណាងនឹងក៏ពុបដែរព្រោះយើងអត់បានត្រៀមខ្លួនដូចជាអ្វីបើយើងបណ្ដុះគំនិតខ្លួនយើងរៀនសូត្រឲ្យបានចេះដឹងច្រើនស្វាត់ជ្រាយរៀនយកជំនាញបន្ថែមភាសាអង់គ្លេសនឹងឲ្យចេះជ្រៅជ្រះជំនាញចំណេះបច្ចេកវិទ្យា AI បច្ចេកវិទ្យាព័ត៌មានវិទ្យាឬក៏ Cyber Security ជំនាញស្អីក៏ដោយដែលជាជំនាញឯកទេសខាងពេទ្យខាងវិស្វកម្មខាងអីក៏ដោយចេះតែរៀនទៅដើម្បីយកជាជំនាញមាននៅក្នុងខ្លួនអាហ្នឹងគេហៅថាការត្រៀមខ្លួននៅពេលដែលឱកាសការងារគេប្រកាសរឬក៏មិត្តភ័ក្តិណាឬក៏អ្នកណាគេត្រូវការងារនោះហើយដែលជាភ័ព្វព្រេងវាសនាសំណាងយើងមានព្រោះអីយើងត្រៀមខ្លួនរួចហើយដល់តែពេលទៅបានការងារនឹងភ្លាមដោយសារអីគេអាចអូសសេះឲ្យទៅដល់មាត់កំពង់បានណាប៉ុន្តែគេអាចបខំសេះឲ្យផឹកទឹកបានទេនេះរឿងត្រូវចាំមិត្តភ័ក្តិបងប្អូនទាំងអស់អាចណែនាំយើងទៅកន្លែងការងារណាមួយបានមានការងារថ្មីណាមួយបានប៉ុន្តែបើយើងគ្មានគុណសម្បត្តិចំណេះជំនាញការត្រៀមខ្លួនដើម្បីយកឱកាសនោះទេគឺយើងអត់មានភ័ព្វព្រេងវាសនានឹងទេហើយទេវតាណាក៏ជួយយើងអត់បានដែរតើតែយើងចេះជួយខ្លួនឯងដែរដូចគ្នាអញ្ចឹងបានខ្ញុំថាអប់រំណែនាំពន្យល់បងប្អូនជាធម្មទានហ្នឹងគឺថាកុំកេងផ្សងព្រេងវាសនាតែត្រូវត្រៀមខ្លួនធ្វើអ្វីមួយដើម្បីរងចាំឱកាសមកដល់នៅពេលនោះឯងដែលភ័ព្វព្រេងវាសនាហ្នឹងគឺវាមានដោយសារអីអាការត្រៀមខ្លួនរួចរាល់ហើយឱកាសមកហើយត្រូវម៉ាច់គេហៅរកអស់ប្រទេសចក្រានហ្គាសនោះអីបងប្អូនអាហ្នឹងបានគេហៅថាប្រពភ័ព្វព្រេងវាសនាតែបើដេកផ្សងដូចស្រុកខ្មែរសប្ងៃនេះអត់ដែលមានវាសនាហ្នឹងទេយើងកំពុងដេកផ្សងសិទ្ធិមនុស្សប្រជាធិបតេយ្យអត់ស្ដារអ្នកទោសមនសិការអត់ដោះលែងការរៀបចំការបោះឆ្នោតនៅតែមិនមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ប្រព័ន្ធតុលាការនៅតែគេចោទប្រកាន់ថាជាឧបករណ៍ដើម្បីរំលាយគណៈបកប្រឆាំងធ្វើបាបធ្វើទុកបុកម្នេញហើយសេរីភាពសារព័ត៌មានក៏យើងបង្ក្រាបខ្ទេចខ្ទីមនុស្សងើបមួយវាយមួយអ្នកណា comment អី on Facebook អីសិតតែពមៀនចាប់ដាក់គុកយើងអត់បានត្រៀមខ្លួនដើម្បីយកភ័ព្វព្រេងវាសនាទេចឹងបានថានេះគេហៅនយោបាយអង្គកំប៉ុងណាបងប្អូនទិញ1គីឡូហូប1គីឡូទិញ1គីឡូហូប1គីឡូតលតែពេលគេបិទតូបយើងដួលភីងយើងត្រូវត្រៀមខ្លួនយើងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យល្អយើងឲ្យប្រជាពលរដ្ឋក្លាហានក្នុងការបញ្ចេញមតិបញ្ចេញសិទ្ធិរបស់ខ្លួនដែលធានាដោយរដ្ឋធម្មនុញ្ញកុំរងការគំរាមកំហែងហើយយើងកាត់បន្ថយអសិលធម៌ជេរបតិចស្រាតសពុតមនុស្សបាត់ផ្សារពាលាហ្នឹងគឺយូរសង្គមនឹងឃើញនៅពេលដែលយើងអនុញ្ញាតឲ្យមនុស្សតវ៉ាជាមួយក្រុមសង្គមបាត់ផ្សារនឹងបានណាអ្នកទាំងអស់នោះនឹងរលាយខ្សលឯងហើយប៉ុន្តែឥឡូវយើងអត់មានដោយសារតែយើងអត់បានតន់ត្រៀមខ្លួនដើម្បីយកជោគជ័យសេរីសួស្តីជ័យមង្គលគុបការទេយើងកំពុងតែស្វាគមន៍លាមកនឹងសัตว์អាសេរពឹសដល់តែពេលអញ្ចឹងទៅគឺយើងមានតែអាសេរពឹសបងប្អូនអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្ឃរាយើងអត់អាចទៅហៅអីណា
ចង់ឲ្យគេថ្លៃថ្នូរសុជីវធម៌អីមួយថ្ងៃជេរដូចគ្នាដូចសរងយើងនិយាយពីរឿងជាតិយើងនាំគ្នាជេរគ្នាដូចហាច់សរងយើងនិយាយអំពីថៃឆ្លៀនពៀនកម្ពុជាយើងចង់តស៊ូមតិឲ្យថៃខ្ចាក់ដីយើងវិញសងយើងអត់បាននិយាយពីរឿងតវ៉ាជាមួយថៃយើងមកខំគ្នាឯងមានសកម្មជនឃោសនិកគណៈបកកណ្ដាលអំណាចខ្លះនោះរហូតតល់គម្រាមសំពងក្បាលគេនឹងគល់រស័យអីណាចុះហេតុអីក៏អស់លោកមានគំនិតដេរឆានជាងសត្វដេរឆានទៀតនេះមនុស្សលោកយើងអាចនិយាយអញ្ចឹងបានដែរទេនៅក្នុងសម័យសូម្បីតែយើងទះដៃទះកំភ្លៀងមនុស្សឬក៏វាយកូនក៏ជាអំពើខុសច្បាប់បាត់ទៅហើយហ្នឹងតើហេតុអីបានជាយើងនិយាយបែបនេះបានហើយគ្មានអ្នកណាថ្កោលទោសអីសោះនេះហើយដែលយើងសែបគប់នរុអវជ័យបងប្អូនដែលយើងអត់បានត្រៀមខ្លួនយើងទេហើយនៅពេលដែលឱកាសមកមានគឺយើងក៏វត្តវាចោលទាំងអស់ទន្សាយក៏រួចត្រីរ៉ស់ក៏រួចខ្ញុំនិយាយនេះគឺគ្មានអ្វីក្រៅពីអំពើចង់បានឲ្យថាចិត្តបុណ្យចង់ឲ្យយើងទាំងអស់គ្នានឹងកែដើម្បីល្អទាំងអស់គ្នាតែអត់ព្រមកែហើយចេះតែរំពឹងលទ្ធផលផ្សេងក្រុមអាម៉ៃអាថោងរបស់ខ្លួននឹងជេរបតិចផ្ដាសាពៀលាអាវ៉ាសែគ្រប់បណ្ដាញសង្គមហើយគិតថាជាអំពើថ្លៃថ្នូរបងប្អូនតើជាតិសាសន៍របស់យើងត្រូវថោកទាបដោយអស់លោកប្រមាណអ្នកនឹងទៅយ៉ាងម៉េចទៅហើយក្រុមប្រឆាំងនឹងក៏តែអញ្ចឹងដែរនៅពេលដែលក្រុមគណៈបកកាន់អំណាចឬក៏គណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលជាឃោសនិកគេចាប់ផ្ដើមជេរបម្រាយកាយឪពុកគឺគាត់ទៅត្រូវតែស្រាត់សពុតជេរវិញដែរអានេះគឺជាជំងឺណាបងប្អូនជំងឺសង្គមខ្មែរជាជាតិសាសន៍ផូរផង់ណាស់សិលធម៌វប្បធម៌អរិយធម៌សុជីវធម៌សូមនាំគ្នាទៅអានសភៅសុជីវធម៌ឡើងវិញខ្លះទៅបងប្អូនខ្ញុំមិនមានការដាស់តឿនអប់រំក្រើនរំលឹកអីទេព្រះសង្ឃមានប្រមាណ10000អង្គនៅក្នុងស្រុកខ្មែរវត្តអារាមមានប្រមាណ1000វត្តនៅក្នុងស្រុកខ្មែរតើមានតម្លៃអីបន្តិចទេដើម្បីកែផ្នែកគំនិតខ្មែរនឹងឲ្យឈប់ផ្ដេសផ្ដាស់បាត់ផ្សារពៀលាមើងងាយថោកទាបអញ្ចឹងខ្ញុំពងតែឆ្ងល់ហេតុអីបានជាវត្តអារាមលោកសង្ឃគ្រូសក្រាចចៅអធិការទាំងអស់នោះអត់មានឥទ្ធិពលអីសោះធ្វើឲ្យក្រុមសកម្មជនដែលផ្ដេសផ្ដាស់ប្រមាណក្រុមហ្នឹងគឺថាធ្វើឲ្យមេឃពណ៌ផែនពោះសធាស្រុកខ្មែរខ្មៅកខ្វក់ដោយសារតែយើងបំផ្លាញសុជីវធម៌ដោយសារតែអំណាចក្រុមគ្រួសារបពពួករបស់ខ្លួនយើងទៅដល់ណាក៏យើងអត់ខ្វល់ទេនៅតែជេរបចោគុលអាស័យសម្លាប់មនុស្សគម្រាមសម្លាប់ហ្នឹងគឺយើងនៅតែអញ្ចឹងឯងហើយគ្មានការយកទោសពៃអីទាំងអស់និយាយឲ្យតែគ្រប់គ្រងរដ្ឋាភិបាលអ្នកឯងចង់សម្លាប់ក្រុមប្រឆាំងសកម្មជនដែលជាជនជាតិថៃជនជាតិអីនិយាយអីក៏បានដែរបងប្អូនអានេះហើយគឺជាការដែលយើងអត់បានត្រៀមខ្លួនដើម្បីរកជ័យសេរីសួស្តីមង្គលគ្រប់ប្រការទេព្រោះអីតែគេថាយើងខូចគឺដោយសារអញ្ចឹងឯងនៅពេលដែលប្រទេសគេអត់ថ្កោលទោសយើងគឺដោយសាររបៀបដឹកនាំរដ្ឋហើយខ្ញុំនិយាយនេះអត់មែនមើងងាយទេរដ្ឋាភិបាលធ្វើត្រូវច្រើនហើយខ្ញុំមិនមានពេលបើឲ្យខ្ញុំនិយាយអំពីការធ្វើត្រូវរដ្ឋាភិបាលខ្ញុំនិយាយ1000មួយយប់ក៏អត់អស់ដែរប៉ុន្តែខ្ញុំគ្មានអីត្រូវនិយាយអ្វីដែលវាជាការធ្វើល្អហើយទេខ្ញុំចង់និយាយអ្វីដែលជាការត្រូវកែលម្អហើយរឿងដែលកែលម្អហ្នឹងគឺជារឿងដែលត្រូវធ្វើឲ្យខាងតែបានហើយវាប៉ះពាល់ដល់អាយុជីវិតជាតិយើងទៀតឧទាហរណ៍នៅពេលដែលយើងត្រូវវាយជាមួយថៃហេតុអីបានសហគមន៍អន្តរជាតិអត់គាំទ្រយើងដោយសារតែយើងអត់បានត្រៀមខ្លួនព្រោះយើងអង្គកំប៉ុងអាណាថាអីថាទៅគឺយើងតែមិនកែដល់តែពេលមានអីឬហើយមុននឹងព្រឹត្តិការណ៍នេះកើតឡើងបងប្អូនខ្ញុំនិយាយនេះមិនមែនបានន័យថាឲ្យទៅមើលថយក្រោយទេរបៀបដឹកនាំរដ្ឋរបស់យើងថ្នាក់ដឹកនាំយើងគឺធ្វើឲ្យខ្វះសេចក្តីទុកចិត្តផ្នែកការទូតពីប្រទេសអន្តរជាតិគឺគេចាត់ទុកថាយើងជាមនុស្សខូចបងប្អូនហេតុអីបានអញ្ចឹងតាមពិតយើងជាជនរងគ្រោះឯងយើងខ្ញុំម៉ោងណាក៏ខ្ញុំគិតថាខ្មែរជាជនរងគ្រោះដែរប៉ុន្តែអកុសលអំពើរបស់ថ្នាក់ដឹកនាំយើងមួយចំនួនធ្វើឲ្យគេមើលថាយើងនឹងគឺជាអ្នកប្រព្រឹត្តសម្ោចក្នុងខោទៅវិញឧទាហរណ៍មុននឹងមានព្រឹត្តិការណ៍ផ្ទុះអាវុធនៅទល់ដែនបងប្អូនមានមើលឃើញថាលោកហ៊ុនសែនបញ្ចេញខ្សែអត្ថសម្លេងដែលជារឿងអគុណធម៌អសិលធម៌បំផុតនៅលើលោកដែលថ្នាក់ដឹកនាំបញ្ចេញខ្សែអត្ថសម្លេងជជែកគ្នាជាការងារឯកជននៃគូបដិបត្តិនៃគូសន្ទនាគ្នារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលដែលបើសិនជាកុំឆ្លោះគ្នាជាមួយនឹងអ្នកស្រីបថងឋានណាវាអាចមានអាផ្លូវក្រោមតុកផ្លូវអីហ្នឹងទៅហ៊ានធ្វើអីនិយាយអីទៅតែរដ្ឋាភិបាលនៅមានខ្សែច្រកជជែកគ្នាបាន
យើងរើស្ពាននឹងចោលអស់ធ្វើឲ្យពិភពលោកមើលមកថ្នាក់ដឹកនាំយើងថាហេតុអីបានយកគុណធម៌សុជីវធម៌វិជ្ជាជីវៈនឹងទម្លាក់ចោលនៅក្នុងធុងសម្រាមគេមើលងាយយើងហើយយើងនាំគ្នាសិតតែអស់ចាវីរៈបរោះគ្មានអ្នកណាមានភាពឆ្លៀសវៃជាងការដឹកនាំរបស់ថ្នាក់ដឹកនាំយើងនាំគ្នាសរសើរឲ្យថ្នាក់ដឹកនាំស្លាប់តែយើងអត់ហ៊ានបង្អាប់ឲ្យថ្នាក់ដឹកនាំរស់នេះហើយជាជំងឺរបស់ខ្មែរបងប្អូនភ្ញាក់រលឹកឡើងខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំអត់ខ្វល់តកូលហ៊ុនតកូលសុកតកូលកឹមតកូលរងតកូលសំឬក៏តកូលទាតកូលសអីទេកាន់ប្រទេសកម្ពុជាកាន់ទៅក៏ប៉ុន្តែបងប្អូនកុំធ្វើឲ្យប្រជាពលរដ្ឋ17លានអ្នកខ្លាយជាចំណាប់ខ្មាំងព្រោះនេះជាអំពើបាបនេះគឺយ៉ាងហោចណាស់ក៏ទទួលផលបាបកម្មផ្លូវចិត្តដែរព្រោះអីប្រជាពលរដ្ឋអត់អាចតវ៉ាអីបានមិនមែនបានន័យថាគេអត់អាចនឹងសម្រាប់ជោគវាសនាប្រទេសនេះបានដោយសារតែយើងបង្ក្រាបគេដូចលោកម៉ាឌូរ៉ូអញ្ចឹងប្រទេសវេណេស៊ុយអេឡាប្រជាពលរដ្ឋគេមិនពេញចិត្តនឹងការដឹកនាំរបស់គាត់ប៉ុន្តែគាត់ប្រើកម្លាំងយោធាបង្ក្រាបទាល់តែបានអាមេរិកចូលទៅក្បួចបានប្រទេសនឹងចាប់ផ្ដើមស្គាល់ដង្ហើមប្រជាធិបតេយ្យតែបងប្អូនសួរវិញថាតើប្រទេសវេណេស៊ុយអេឡានឹងមានសុខសន្តិភាពទេត្រូវការពេលយូរណាស់បងប្អូនព្រោះអីគណៈបកកាន់អំណាចរបស់លោកម៉ាឌូរ៉ូដែលមានមនុស្សដែលបានទទួលលៀបសក្ការៈអំពើពុករលួយចាក់ស្រេះពីរដ្ឋាភិបាលលោកម៉ាឌូរ៉ូក៏គេមិនមែនឲ្យរបស់គេនឹងទៅរបូតងាយដែរគឺគេនឹងមិនបានស៊ីឆ្លៀឲ្យខ្ទេចតែយ៉ាងណាបងប្អូនយ៉ាងណាអ្វីក៏បានខ្ជាក់ទៅដល់ប្រជាពលរដ្ឋខ្លះហើយដោយសារតែអន្តរាគមន៍របស់អាមេរិកបើតើថាមើលទៅវាអាក្រក់ភ្នែកបន្តិចមែនប៉ុន្តែឥឡូវនេះបើពេលដែលគេលក់ប្រេងលក់អីទៅអាមេរិកថាប្រេងហ្នឹងត្រូវតែបានផលទៅថាលក់ទៅឲ្យតែអាមេរិកឬក៏ទិញតែផលិតផលអាមេរិកក៏ដោយក៏ប៉ុន្តែយ៉ាងណាក៏វាចាប់ផ្ដើមខ្ជាក់ពីមេដឹកនាំផ្ដាច់ការនឹងអំពើពុករលួយហ្នឹងវាបានទៅប្រជាពលរដ្ឋខ្លះដែរកាលមុនហ្នឹង10ហ្នឹងគឺបាន1ឥឡូវ10ហ្នឹងវាបាន7 8ទៅនៅសល់3 4ក៏វាប្រសើរជាងអា1ហ្នឹងដែរមិនចឹងប្រជាពលរដ្ឋបានផលនេះគឺជាការដឹកនាំបែបប្រជាធិបតេយ្យហើយអានឹងហើយដែលយើងចង់បានតែប៉ុណ្្នឹងតាបងប្អូនឥឡូវខ្ញុំបញ្ចប់ការផ្សាយរបស់ខ្ញុំដោយនៅសល់ព័ត៌មានដែលតាក់ទងនឹងរឿងបញ្ជីឈ្មោះពលរដ្ឋដែលចុះឈ្មោះគាំទ្របណ្ដឹងប្តឹងថៃទៅ ICC តាមលោកមូនពេជ្របានកើនឡើងដល់ជិត 150,000 នាក់ហើយខ្ញុំសរសើរលោកមូនពេជ្រម្ដងហើយម្ដងទៀតខ្ញុំមិនដែលស្គាល់លោកមូនពេជ្រទេណាបងប្អូនចិត្តទៅសួរខ្ញុំថាខ្ញុំមានតំណែងតំណងអីជាមួយលោកមូនពេជ្រចំពោះខ្ញុំអត់ចាំបាច់អ្នកណាជាអ្នកខ្ញុំស្គាល់ដើម្បីសរសើរអំពីការធ្វើល្អធ្វើត្រូវរបស់គាត់ទេខ្មែរយើងក៏ដោយបរទេសក៏ដោយដែលធ្វើដើម្បីប្រយោជន៍ខ្មែរមិនចាំបាច់ខ្ញុំស្គាល់មិនចាំបាច់ខ្ញុំមានតំណែងតំណងអីទេគឺទង្វើល្អបែបនេះគឺយើងមើលឃើញហើយខ្ញុំរីករាយនឹងផ្សាយអំពីទង្វើល្អហើយចង់លើកទឹកចិត្តឲ្យគាត់បន្តធ្វើទៅទៀតបងប្អូនខ្លះសួរថាចោះគាត់កាន់គណៈបកនយោបាយណាមានដឹងដែរទេចោះគ្រប់គ្រងលោកមូនពេជ្រចឹងចោះហត្ថលេខាទៅស្រាប់តែគាត់ចូលជាមួយគណៈបកណាមួយយកសម្លេងយើងយកទៅធ្វើផ្ដេសផ្ដាស់អីចឹងយ៉ាងម៉េចទៅបងប្អូនខ្ញុំមិនខ្វល់គាត់គណៈបកណាទេហើយក៏ខ្ញុំមិនខ្វល់និន្នាការនយោបាយគាត់ណាដែរសប្តាហ៍ថ្ងៃអ្វីដែលគាត់ធ្វើដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិសូម្បីតែគណៈបកប្រជាជនធ្វើក៏ខ្ញុំគ្រប់គ្រងដែរអត់មានខ្វល់រឿងថាអ្នកណាទេព្រោះអីយើងចង់បានបណ្ដឹងនឹងទៅតុលាការដើម្បីប្តឹងថៃតែប៉ុណ្្នឹងទេព្រោះរដ្ឋាភិបាលអត់ព្រមប្តឹងដូច្នេះលោកមូនពេជ្រចង់ជាអ្នកណាឬក៏សកម្មជនណាឬដើម្បីប្រយោជន៍អីខ្ញុំអត់ខ្វល់ខ្ញុំខ្វល់តែម្យ៉ាងគឺខ្ញុំសរសើរនៅសមានចិត្តទឹកចិត្តការចំណាយពេលវេលាខិតខំរបស់លោកក្នុងការប្រមូលគៀងកប្រជាពលរដ្ឋហើយនៅពេលដែលមានមនុស្ស 150,000 នាក់ជិត 150,000 នាក់ប្រមូលស្នាមមេដៃឬក៏ហត្ថលេខាជួយគាត់ដើម្បីប្តឹងទៅតុលាការយុត្តិធម៌ព្រំប្រទានអន្តរជាតិនេះគឺជាគុណតម្លៃនៃមនុស្សដែលមានឥទ្ធិពលម្នាក់ហើយគឺគេទុកចិត្តហើយបើថ្ងៃក្រោយលោកមូនពេជ្រហ្នឹងគាត់ចង់បំផ្លាញសេចក្តីទុកចិត្តអាហ្នឹងគឺជារឿងរបស់លោកមូនពេជ្រតាវាអត់អីទេបងប្អូនម្ដងនេះចាប់ពីពេលនេះទៅមនុស្សគឺត្រូវកសាងសេចក្តីល្អហើយត្រូវប្រកាន់គោលការណ៍នឹងឲ្យជាប់ព្រោះដែលយើងคลายទៅជារលកឬក៏ការតាក់បាននេះគឺយើងនឹងសម្លាប់សេចក្តីទុកចិត្តទី1គឺយើងសម្លាប់អាគំនិតនយោបាយនិងអំពើល្អរបស់យើងវាសូន្យបង់អស់ហើយខ្ញុំមិនជឿថាលោកមូនពេជ្រនឹងប្រព្រឹត្តចឹងទេហើយខ្ញុំនៅតែទុកចិត្តថាលោកអាចនឹងធ្វើរឿងកាន់តែល្អច្រើនជាងនឹងទៀតផងហើយបងប្អូនកុំទៅសូវខ្វល់រឿងលោកមូនពេជ្រជាមនុស្សអ្នកណាអីអ្នកណាសំខាន់គឺយើងគ្រប់គ្រងទង្វើល្អបើគេធ្វើត្រូវគ្រប់គ្រងគេទៅប៉ុន្តែបើយើងឃើញគេងាក
បងប្អូនមានសិទ្ធិឈប់គ្រប់គ្រងបានតើហើយកុំទៅជេរបតិចផ្ដាសាអីជួនកាលដូចថាយើងហុចអំបោះកុំសំណោះដៃយើងជួយទង្វើល្អជាអំពើបុណ្យប៉ុន្តែកុំរំពឹងបុណ្យឲ្យដល់ពេលគេស្រាប់តែហើយទៅជេរបតិចផ្ដាសាគេវិញវាក៏ពុបបុណ្យអស់តាមពិតបុណ្យរបស់យើងនឹងអត់អាចលុបលាងជាមួយនឹងអំពើអាក្រក់បានផងហ្នឹងតែដល់ពេលយើងទៅជេរបតិចផ្ដាសាដោយសារតែគេយកបុណ្យយើងទៅកពុបវាទៅជាយើងអសទ្ធាបងប្អូននឹងបាត់បុណ្យទៅវិញអហោសិកម្មបើសិនជាមានរឿងអីកើតឡើងប៉ុន្តែខ្ញុំនៅតែជឿទុកចិត្តថាគាត់មិនធ្វើផ្ដេសផ្ដាសទេបងប្អូនហើយការគ្រប់គ្រងនេះគឺឃើញមានសស័កស្រាំបងប្អូនសួរខ្ញុំច្រើនណាស់ដើម្បីផ្ទៀងផ្ទាត់ថាតើទុកចិត្តលោកមូនពេជ្រប៉ុណ្ណាមុននឹងគាត់ចុះហត្ថលេខាឬក៏សញ្ញេអីជួយហើយខ្ញុំនៅតែមានចំហដដែលជួយទៅអ្នកណាក៏ជួយទៅឲ្យតែប្តឹងឲ្យថៃទទួលខុសត្រូវចំពោះអ្វីដែលថៃប្រព្រឹត្តជួយទៅអត់អីទេយើងកុំសួរថាកម្ពុជាជួយអីយើងបានយើងសួរយើងជួយអីកម្ពុជាបានវិញយើងកុំសួររដ្ឋាភិបាលកម្ពុជាជួយយើងអីបានអត់មានជួយអីបានទៀតទេគឺយើងសួរយើងជួយរដ្ឋាភិបាលកម្ពុជាដែលជាជាតិយើងនេះព្រោះឥឡូវអត់មានជំរឿទេព្រោះរដ្ឋាភិបាលកម្ពុជាគឺคล้ายទៅជា a dog in the manger ខ្ញុំយកទ្រឹស្ដីនឹងមកទៀតទៅជាសត្វឆ្កែនៅក្នុងកន្លែងដាក់ចំណីឲ្យសេះស៊ីមានស្មៅមានកតក់មានស្អីក៏នៅហ្នឹងមានចម្បើងមានអីដើម្បីឲ្យសេះស៊ីតែឆ្កែគេឃើញកន្លែងហ្នឹងដូចថាវាកក់ក្ដៅស្រួលទុនមានស្មៅមានអីវាទៅដេកលើហ្នឹងប៉ុន្តែឆ្កែហ្នឹងអត់អាចស៊ីអាស្មៅហ្នឹងឬក៏ស៊ីអាស្រូវហ្នឹងព្រោះវាមិនមែនជាចំណីឆ្កែប៉ុន្តែវាជាកន្លែងឆ្កែដេកតែពេលដែលឆ្កែដេកសេះវាអត់អាចស៊ីបានតើរឿងវាមានប្រយោជន៍អីឥឡូវអ្នកណាដែលនាំឲ្យមានបញ្ហាគឺដោយសារសត្វឆ្កែដែលវាទៅដេកទៅលើអាស្មៅដែលសេះស៊ីសេះអត់អាចស៊ីបានហើយសេះវាគ្មានអីណាទៅទ្រាំជន់ឆ្កែវាជានិស័យរបស់សេះតែមានស្អីនៅហ្នឹងគឺវាអត់ស៊ីតែម្ដងគឺទាល់តែមានលូកទៅប៉ះស្មៅហ្នឹងបានវាស៊ីប៉ះស្បាងប៉ះស្រូវអីអញ្ចឹងទៅដូច្នេះរដ្ឋាភិបាលកម្ពុជាកំពុងคล้ายទៅជាសត្វសំណក់នៅក្នុងជង្រុកឬក៏នៅក្នុងកន្លែងដាក់ស្មៅឲ្យសេះស៊ីព្រោះខ្លួនឯងមិនប្តឹងប៉ុន្តែនៅក្នុងនាមជាពិសេសគឺតុលាការយុត្តិធម៌អន្តរជាតិខ្លួនឯងមិនប្តឹងក្នុងនាមជារដ្ឋាភិបាលតែទៅរករឿងស្អីខុសសនឹកហ្នឹងទៅរករឿងអ្នកណាចង់ទៅដាក់ពាក្យប្តឹងហ្នឹងហៅរឿងគេចឹងទៅប៉ុន្តែខ្លួនឯងអត់ដាក់ពាក្យប្តឹងទេអានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋកើតជំងឺបាក់ទឹកចិត្តណាបងប្អូនតែឥឡូវខ្ញុំថាខ្ញុំនៅតែកោតសរសើរលោកមូនពេជ្រហើយស្នាដៃដែលគាត់បានប្រមូល 150,000 នាក់នេះច្រើនហើយគាត់ថាគាត់នឹងបន្តដាក់ផុសតាងបន្ថែមទៀតធ្វើទៀតបងប្អូនធ្វើទៀតទាំងគណៈបកប្រឆាំងទាំងប្រជាពលរដ្ឋគ្រប់ទិសទីហើយដូចខ្ញុំជម្រាបអញ្ចឹងខ្ញុំក៏កោតសរសើរលោកមេឃសវណ្ណារាដែរដែលជាខ្មែរក្រៅប្រទេសជាមេបកចំនួនថ្មីនៅកម្ពុជាត្រូវឲ្យគាត់ជាអ្នកនយោបាយខ្ញុំអត់ខ្វល់គាត់ជាអ្នកនយោបាយទេខ្ញុំនិយាយអំពីគាត់ជាខ្មែរអាមេរិកាំងដែលមានសញ្ជាតិអាមេរិកដើមកំណើតខ្មែរគាត់សរសេរលិខិត2ច្បាប់មួយទៅរដ្ឋសភាអាមេរិកមួយទៀតទៅប្រទេសស៊ុយអែតតាមរយៈរដ្ឋក្រសួងការបរទេសស៊ុយអែតហើយដឹងគាត់សរសេរទៅដើម្បីអីហ៎បងប្អូនតាមពិតលិខិតគាត់នឹងសរសេរតាំងពីថ្ងៃទី9 ខែមករាបានន័យថា2ថ្ងៃហើយប៉ុន្តែខ្ញុំទើបតែទទួលបានលិខិតនេះខ្ញុំសរសើរដោយសារអីក្នុងនាមជាខ្មែរអាមេរិកគឺយើងមានភារកិច្ចគ្រប់គ្នាក្នុងការតតាំងស្ប្រើសម្លេងឆ្នោតជាជនជាតិខ្មែរអាមេរិកទៅសភារបស់យើងគាត់ផ្ញើទៅសភាអាមេរិកនេះត្រឹមត្រូវគាត់សុំឲ្យគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាអាមេរិកហ្នឹងធ្វើអីតាក់ទងនឹងរឿង Fighter Jet F-16 ដែលឲ្យអាមេរិកហ្នឹងពិចារណាឲ្យសភាហ្នឹងដាក់សម្ពាធទៅរដ្ឋាភិបាលពិចារណារឿងការដាក់សម្ពាធផ្នែកយោធាទៅថៃខ្ញុំសរសើរលោកមីតសវណ្ណារាដែលធ្វើកិច្ចការនេះបិទតែគាត់ជាប្រធានគណៈបកនយោបាយមួយឈ្មោះថាគណៈបកចំនួនថ្មីតែខ្ញុំគិតថាពេលដែលគាត់ដាក់បានមួយថ្ងៃគឺម្សិលមិញហ្នឹងរដ្ឋាភិបាលអាមេរិកជួយលុយយោធាទៅថៃ$100 លានទៀតប៉ុន្តែសួរថានេះគឺជាការខកចិត្តរបស់លោកមីតសវណ្ណារាទេកុំខកចិត្តបន្តធ្វើទៀតព្រោះរឿងចំហរដ្ឋាភិបាលអាមេរិកគឺជារឿងនយោបាយរឿងរដ្ឋសភាគឺមានភារកិច្ចនៅក្នុងការផ្ទៀងផ្ទាត់ការប្រព្រឹត្តរបស់រដ្ឋាភិបាលដូច្នេះឲ្យតែមានសំណេររបស់បងប្អូនប្រជាពលរដ្ឋកាន់តែច្រើនកាន់តែល្អហើយខ្ញុំគិតថានេះគឺជាអំពើថ្លៃថ្នូរត្រឹមត្រូវមួយរបស់ប្រធានគណៈបក
ជំនាន់ថ្មីខ្ញុំមិននិយាយក្នុងន័យការពារផ្សព្វផ្សាយឲ្យគណៈបកនយោបាយគាត់ទេប៉ុន្តែបើមានមេបកបែបហ្នឹងគឺគ្រប់ត្រគាត់ទៅមួយទៀតគឺគាត់សរសេរទៅរដ្ឋមន្ត្រីការបរទេសស៊ុយអែតគាត់សរសេរទៅក្រុមហ៊ុនប្រធានក្រុមហ៊ុន Gripen Fighter Jets យន្តហោះបដិញរបស់ស៊ុយអែតដែលលក់ឲ្យថៃគាត់សរសេរទៅនាយកផ្នែករដ្ឋបាលការពារជាតិស៊ុយអែតគឺចាក់ចំបេះដូងតាមពិតសារបែបនេះគួររដ្ឋាភិបាលកម្ពុជាទេអ្នកសរសេរមិនមែនគណៈបកជំនាន់ថ្មីឬប្រជាពលរដ្ឋខ្មែរអាមេរិកដូចលោកមេឃសវណ្ណារាទេប៉ុន្តែយ៉ាងណាបើរដ្ឋាភិបាលមិនធ្វើអានេះដូចខ្ញុំនិយាយថាសัตว์សំណក់នៅក្នុងអាស្នឹមចម្បើងឬក៏ឆ្អឹងក្នុងចម្បើងដែលសេះស៊ីមិនបានហ្នឹងគឺយើងត្រូវតែទាញឆ្កែនឹងដាក់ទៅខាងទៅរួចទៅឲ្យសេះស៊ីចំណៃយើងធ្វើបានប្រមាណចាំបានថាកុំសួរថារដ្ឋាភិបាលធ្វើអីបានសួរថាយើងអាចធ្វើអីបានដើម្បីជួយរដ្ឋាភិបាលកម្ពុជាដែលមិនធ្វើនេះអញ្ចឹងគាត់សរសេរទៅសួរថាបានផលអីដែរទេបងប្អូននឹងបានផលផ្នែកការទូតវាតាលិខិតយើងច្រើនទៅគឺគេទទួលឮហើយថាប្រជាពលរដ្ឋខ្មែរមានការថ្នាក់ច្រើនហើយគាត់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរអាមេរិកផងគាត់ក៏ជាប្រជាពលរដ្ឋខ្មែរខ្លួនឯងនឹងដែលរងផលដោយសារតែវិនិស្សកម្មបង្កឡើងដោយយន្តហោះបដិញ Gripen Fighter Jet របស់ស៊ុយអែតបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបន្តធ្វើទៅទៀតឲ្យដូចភ្លៀងរលឹមហើយតែយ៉ាងណាបងប្អូនអាមេរិកជួយលុយថៃ$100 លានជាងជួយផ្នែកយោធាអត់មានឈឺក្បាលប៉ុន្តែអារឿងជំនួយយោធាហ្នឹងកម្ពុជាគេថាគេជួយដែរតាអាមេរិកជួយខ្មែរអាមេរិកអត់មានជួយយោធាខ្មែរទេថ្ងៃនេះខ្ញុំឃើញម្សិលមិញឃើញក្រសួងការបរទេសកម្ពុជាប្រាប់ថាអាមេរិកជួយលុយ$10 លានដែរសម្រាប់ដោះមីនហើយរឿងនេះក៏ឃើញព័ត៌មានពីក្រសួងការបរទេសអាមេរិកដែលបញ្ជាក់ថាលោក Michael George Desombre ឧបការីក្រសួងការបរទេសហ្នឹងក៏បានបញ្ជាក់ថាបានជួបមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតអីហ្នឹងគឺផ្ដល់ទឹកប្រាក់$10 លានជាកញ្ចប់ថវិកាជួយរឿងដោះមីនមនុស្សធម៌យើងបានប៉ុណ្ណឹងមានលុយខ្លះទៀតដើម្បីជួយពង្រឹងមន្ត្រីអនុវត្តច្បាប់ដូចថាជួយកិច្ចការរដ្ឋបាលបច្ចេកទេសផ្នែកខាងនគរបាលយើងអីចឹងប៉ុន្តែលុយនេះគឺអត់មានជួយទៅខាងយោធាដូចអាមេរិកជួយទៅខាងភាគីថៃតែនៅក្នុងហ្នឹងក៏មានកញ្ចប់អាមេរិក$45មួយដែរដែលជួយទាំងថៃទាំងខ្មែររឿង3ចំណុចរឿងមីនរឿងឆបោកអនឡាញនិងរឿងដើម្បីពង្រឹងបទឈប់បាញ់អីចឹងដែរបាទខ្ញុំបញ្ចប់ដោយ clear ដោយសារមួយតាក់ទងនឹងរឿងគណៈបកប្រឆាំងចោតលើកឡើងអំពីថាក្រុមឃោសនិករបស់គណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលកម្ពុជាកំពុងតែផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីថាថៃនឹងសងលុយខ្មែរ$300 លាននិយាយទៅ$300 លាននោះខ្ញុំអត់រំលងដែរបងប្អូនអានេះមិនមែនជាការពិតទេហេតុអីបានជាយើងនាំគ្នាសង្ឃឹមត្រូវឆ្នោតនៅពេលដែលយើងអត់ចាក់ឆ្នោតខ្ញុំពងតែឆ្ងល់អារឿងទិញស្លឹកឆ្នោតអត់ទៅទិញទេប្តឹងគេក៏តែមិនប្តឹងតឡាការអន្តរជាតិដែលជាយន្តការទាសំណងយើងអត់ដាក់ពាក្យប្តឹងហើយយើងទៅររឿងអ្នកដាក់ពាក្យប្តឹងឥឡូវចាប់ផ្ដើមឃោសនិករបស់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលទៅឃោសនាពីរឿងរងចាំសំណងថៃនឹងសងយើង$300 លានហើយ$300 លានខ្ញុំបានប្រាប់ឲ្យថាជារឿងគំនិតរបស់ខ្មែរម្នាក់នៅក្រៅប្រទេសឈ្មោះលោកភូលីវុតដែលគាត់ជាអ្នកគ្រប់គ្រងគណៈបកសាធារណរដ្ឋរបស់លោកត្រាំហើយដែលគាត់ធ្លាប់ឈរឈ្មោះជាតំណាងរាស្ត្រសំទោសជាបេក្ខជនឯកអគ្គរដ្ឋទូតរបស់ប្រទេសអាមេរិកប្រចាំនៅប្រទេសថៃពីឆ្នាំ2017ប៉ុន្តែមិនជាប់ទេប៉ុន្តែលោកក៏ធ្លាប់ធ្វើជាមន្ត្រីជួយរដ្ឋាភិបាលកម្ពុជាផ្នែកបច្ចេកវិទ្យាអីនៅកម្ពុជាច្រើនឆ្នាំដែរតែគ្រាន់តែគាត់លើកជាសំណើទៅរដ្ឋទៅអាមេរិកទៅអ្នកនាំពាក្យប្រធានរដ្ឋសភាហើយនឹងលោកត្រាំហ្នឹងដើម្បីថាថៃគួរតែសងខ្មែរ$300 លាននៃការខូចខាតហើយបើសងហ្នឹងឲ្យក្រុមហ៊ុនអាមេរិកហ្នឹងគឺជាអ្នកយកទៅចាត់ចែងរឿងកសាងហេដ្ឋារចនាសម្ព័ន្ធដែលលុយ$300 លានបើទាពីថៃបានគឺឲ្យក្រុមហ៊ុនអាមេរិកជាអ្នកយកទៅអនុវត្តគម្រោងអីអញ្ចឹងអានេះគឺគាត់និយាយក្នុងនាមជាគំនិតប៉ុន្តែនិយាយអំពីការត្រូវឆ្នោតដែលអត់ទិញស្លឹកឆ្នោតទេតាបងប្អូនហេតុអីបានជាបងប្អូននាំគ្នាយកលុយឆ្នោតយកមកចាយហើយបានប្រយោជន៍អីនៅពេលដែលផ្ដាល់ក្តីសង្ឃឹមគ្មានកោះត្រោយ
បែបរវើរវីហ្នឹងហេតុអីបងប្អូននាំគ្នាទៅសម័យអញ្ចឹងហើយធ្វើឲ្យបង្កើតក្តីសង្ឃឹមមួយដើម្បីឲ្យស្អំចិត្តខ្លួនឯងវាមិនអីទេធ្វើប៉ុន្តែវាមិនមែនទេជាក្តីស្រមៃទេ$300,000 លានច្រើនណាស់បងប្អូនវាដូចត្រូវឆ្នោតចឹងណាបងប្អូននេះគឺជាឆ្នោតដែលមានទឹកប្រាក់$300,000 លានសម្រាប់ប្រជាពលរដ្ឋខ្មែរ17 លាននាក់ប៉ុន្តែគ្មានបានទិញស្លឹកឆ្នោតនេះសូម្បីតែមួយសន្លឹកអត់បានចាក់លេខនេះទេស្រាប់តែបងប្អូនទាំងអស់គ្នាមកនាំគ្នានិយាយពីរឿងចែកលុយឆ្នោតដែលត្រូវបានមកអកុសលមែនតើបងប្អូនហេតុអីបានជាបងប្អូនចូលចិត្តធ្វើអ្វីមួយដែលជាការបំពុលឲ្យពុលពេញបណ្ដាញសង្គមហើយទុកឲ្យប្រជាពលរដ្ឋវល់នៅក្នុងព័ត៌មានបែបនេះទៅអីចំណេញអីដើម្បី like ដើម្បី share ដើម្បីអាផលប្រយោជន៍បាយ3ពេលហ្នឹងតើបងប្អូននៅបំពុលសង្គមយើងដល់ណាទៀតនិយាយតែការពិតទៅបងប្អូនយើងចង់បានតែប៉ុណ្្នឹងបើបាន$300,000 លានមកវាសប្បាយណាស់ហើយប៉ុន្តែយើងបានមកពីណាទីមួយវាជាសំណើរបស់មនុស្សខ្មែរម្នាក់ដូចបងប្អូនសរសេរលិខិតទៅរាប់ផ្លេចចឹងដូចតែគ្នាហ្នឹងហើយគ្រាន់តែថាគេថាថៃគួសងយើង$300,000ស្ថាប័នណាដែលទៅធ្វើការស៊ើបអង្កេតឲ្យថៃសងយើង$300,000 លានលុយហ្នឹងតើអ្នកណាអ្នកស៊ើបអង្កេតអង្គការសហជីវជាតិគណៈកម្មការក្រុមប្រឹក្សាសិទ្ធិមនុស្សឬក៏គណៈកម្មការអាស៊ានសង្កេតការអាស៊ានចម្រុះអត់មានវាជាគំនិតរបស់បុគ្គលខ្មែរម្នាក់ដែលគ្រាន់តែចង់ថាគួរតែប៉ុណ្ណឹងហើយទៅយកមកចែកលុយគ្នាចាយដូចសែកលោកត្រាំដែលប្រាប់ថានឹងបាន$2,000មួយឆ្នាំហើយអត់មានអ្នកដែលត្រៀមលុយចាយអត់ទេអញ្ចឹងទៅដូច្នេះបងប្អូនអានឹងចឹងបានថាម្ដងទៀតរឿងនេះគឺជារឿងរង្វាន់ភ័ព្វព្រេងសំណាងតែតើតែយើងទិញឆ្នោតបានអាចនឹងយកទៅផ្ទៀងនឹងគេទិញឆ្នោតហ្នឹងមិនប្រកាសថាត្រូវឆ្នោតទៀតតែយ៉ាងហោចណាស់ក៏យើងបានទិញសัญลักษณ์ឆ្នោតឬក៏បានចាក់ឆ្នោតហ្នឹងដើម្បីបានផ្ទៀងនឹងគេដែរបើព្រលឹមស្ដាយលេខល្ងាចស្ដាយលុយអីយ៉ាងម៉េចក៏យើងបានអង្គុយចាក់ទៅខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនលេងលបែងទេក៏ប៉ុន្តែខ្ញុំចង់ពន្យល់រឿងសាមញ្ញបែបហ្នឹងហេតុអីបងប្អូនបោកប្រជាពលរដ្ឋយើងឲ្យវល់តាមបណ្ដាញសង្គមទៅជឿតាមឃោសនាហើយឃោសនិករបស់គណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលហ្នឹងខ្ញុំសូមបិណ្ឌបាតបានហើយវាមានរឿងច្រើនណាស់ដែលអស់លោកប្រើអានយោបាយប្រជាពិធដែលធ្វើឲ្យរាសរកម្មចិត្តវាល្មមគ្រប់គ្រាន់ហើយឲ្យចេះត្រលន់នឹងអាដូចថាអំពើបាបផងវាអត់ប្រយោជន៍ទេហើយអត់ប្រយោជន៍នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែធុញទ្រាន់នឹងអាព័ត៌មានរបស់អស់លោកទៅវិញទេតាហេតុអីបានជាអស់លោកមិនកសាងស្ដារឈ្មោះកិត្តិយសអីឡើងវិញខ្លះទៅតាន់ពេលនៅក្មេងៗដែរហេតុអីបានជាអញ្ចឹងបាទឥឡូវខ្ញុំស្លេះរឿងនឹងប៉ុណ្ណឹងហើយពេលវេលាកាន់តែឆ្ងាយណាស់ទៅហើយរឿងវេណេស៊ុយអេឡាដោះលែងនោះក៏ខ្ញុំបានជម្រាបជូនបងប្អូនដែរហើយរឿងលោកហ៊ុនម៉ាណែតក៏ខ្ញុំឃើញថ្នាក់ដឹកនាំនោះក៏ខំប្រឹងដែរមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICC អីយ៉ាងណាក៏ដោយប៉ុន្តែលោកនៅតែរកដំណោះស្រាយដោះស្រាយមកគ្រាអារឿងកកំប៉ុងដែលខ្ញុំនិយាយមិញហ្នឹងគឺគាត់កំពុងតែសនំពរស្នើឲ្យសហគមន៍សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាបន្តពិនិត្យលទ្ធភាពបន្ថែមទៀតនៅក្នុងការជួយសម្រាលបន្ទុកយោធិនកម្ពុជានិងប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ដោយសារតែចំនួននៅព្រំដែននេះជាសារពិសេសរបស់លោកហ៊ុនម៉ាណែតកាលពីថ្ងៃទី10 ខែមករាបងប្អូននេះគឺជាសារត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាលនៅក្នុងការជួយស្នើទៅអ្នកដែលទាលុយទាអីហ្នឹងឲ្យផ្អាកសិនឬក៏សម្របសម្រួលអីសិនណាបងប្អូនប៉ុន្តែគ្រាន់តែការស្នើឲ្យសម្របសម្រួលមិនជួយបានទេមកជាងកន្លះឆ្នាំហើយមីក្រូហិរញ្ញវត្ថុហ្នឹងក៏គេត្រូវការចំណូលត្រូវការបង់បុគ្គលិកត្រូវការចំណេញរបស់គេដែរដូច្នេះបើសិនជាខ្សែធនទៅក៏មិនអាចណាជួយណាបានរឿងដែលសំខាន់គឺយើងត្រូវតែពង្រឹងខ្លួនយើងឡើងវិញយកឱកាសនេះដើម្បីធ្វើឲ្យសេដ្ឋកិច្ចយើងកើនឡើងផ្សះផ្សាជាតិឲ្យមានប្រជាធិបតេយ្យមានអីកុំឲ្យដល់ពេលទឹកមកដល់ច្រមុះយើងពិបាកអំពាវនាវសូមឲ្យមីក្រូហិរញ្ញវត្ថុជួយអីចឹងតែពេលតែយើងរឹងមាំរដ្ឋក៏មានលុយមានកញ្ចប់ថវិកាទម្លាក់ទៅចែកទៅដោះស្រាយទៅគឺយើងអត់សូវនឿយខ្លាំងនឹងមីក្រូហិរញ្ញវត្ថុនឹងប្រមាណហើយប្រជាពលរដ្ឋអាចនឹងមិនសូវតថេតថាពេកអីចឹងណាបងប្អូនហើយជាចុងក្រោយគឺបាទខ្ញុំដូចខ្ញុំបានជម្រាបអញ្ចឹងថាបាតកម្មរបស់បងប្អូននៅសហគមន៍ខ្មែរនេះក៏បានបញ្ចប់ខ្ញុំជពាក់
រឿងមួយគឺតាក់ទងនឹងមេបកប្រឆាំងថៃសុំទោសយោធាថៃនៅសមរភូមិជួរមុខបងប្អូនស្គាល់លោកភីតាណាភីតាហ្នឹងគឺជាតំណាងរាស្ត្រនៃគណៈបកអនាគតឆ្ពោះទៅមុខដែលគាត់មានប្រជាប្រិយមែនតែនដែលក្រោយមកក៏គេធ្វើទុកបុកម្នេញទៅជាប់ទោសនៅក្នុងតុលាការអត់មានសិទ្ធិអីឈរឈ្មោះជានាយករដ្ឋមន្ត្រីអី5ឆ្នាំអាហ្នឹងគឺសុទ្ធតែរឿងនយោបាយកម្ចាយគ្នាដែរថៃនឹងក៏មិនណយប្រហែលដែរប៉ុន្តែគាត់ធ្លាប់និយាយកាលពីឆ្នាំ2023ពីរឿងទាហានសង្ហារឹមគាត់តាមពិតភាសាគាត់ហ្នឹងគឺគាត់សំដៅទៅលើទាហានសង្ហារឹមហ្នឹងបានន័យថាទាហានដែលមានផ្កាយស័កពាក់ពេញខ្នងតែមិនដែលជួយបានប្រយោជន៍អីដល់ជាតិទេបានតែបំផ្លាញជាតិបំពើពុករលួយសម្ញែងតែស័កហ្នឹងដល់ពេលហើយគាត់និយាយហ្នឹងអត់បានថ្លឹងថ្លែងមួយគឺថាតើទាហានហ្នឹងគាត់សំដៅទៅលើទាហានជួរមុខឬក៏ទាហានជួរក្រោយអីចឹងទៅហើយមកដល់ពេលនេះបើគាត់មើលសម្ដីរបស់គាត់ទៅក៏គាត់ស្អំចិត្តទាហានជួរមុខថាការតស៊ូរបស់ទាហានជួរមុខថៃហ្នឹងគឺជាវីរៈភាពដែលលោកសុំថាមិនគួរណាម៉ៅអញ្ចឹងទេដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ទាហានជួរមុខតែខំពលីជីវិតដើម្បីការពារដែនអធិបតេយ្យថៃហើយគាត់បានសុំទោសថាគាត់ចង់សម្ដៅលើទាហានសង្ហារឹមហើយក៏គាត់ឈប់និយាយប៉ះពាល់នឹងរឿងទាហាននឹងឲ្យច្រើនអីចឹងទៀតដែរគ្រាន់តែកាលហ្នឹងគាត់ចង់កែលម្អថាទាហានគួរតែកុំអួតសាក់អីច្រើនពេកយើងឲ្យគិតពីរឿងសមរភូមិគិតអីចឹងណាប៉ុន្តែអ្វីដែលលោកពីតានិយាយឲ្យជាមេបកនយោបាយប្រឆាំងដ៏ស្រួចស្រាលនេះណាគឺក៏ជារឿងមួយដែលជាប៉ះពាល់ដល់នយោបាយស្រុកខ្មែរដែរដោយសារអីព្រោះចាប់ផ្ដើមស្អំចិត្តទាហានថៃនៅក្នុងការបដូរផ្ដាច់ពលីជីវិតដើម្បីរំដោះជាតិមាតុភូមិឬក៏ដែនអធិបតេយ្យដែនអីខ្លួនហ្នឹងអាហ្នឹងដែលធ្វើឲ្យគាត់ពេលដែលជាប់ឆ្នោតគណៈបកគាត់ជាប់ឆ្នោតទៅថ្ងៃមុខនេះដែលមានឥឡូវតំណាងឲ្យគាត់ហ្នឹងគឺលោកណត្តភងរឿងបញ្ញវុធនេះដែលមានប្រជាប្រិយខ្លាំងជាងលោកអនុទិនច័ន្ទវរៈគុលទៀតដែលគេថាអាចនឹងឈ្នះឆ្នោតបើក្រុមគាត់ឈ្នះឆ្នោតគឺគាត់ការពារដែនអធិបតេយ្យនិងទាហានជួរមុខដែរពលីចឹងរឿងចំនួនព្រំដែនយើងក៏អាចនឹងជួបបញ្ហាទៀតដែរព្រោះអីតែពេលជាតិនិយមចឹងបែបហ្នឹងហើយយករឿងព្រំដែនមកនិយាយគឺគេមិនហ៊ានប៉ះនឹងខ្ជាក់អាដីហ្នឹងមកឲ្យខ្មែរវិញតើយើងនឹងមានបញ្ហាហើយតែយ៉ាងណាបងប្អូនកុំខ្វល់រឿងនយោបាយថៃតែខ្វល់រឿងយើងតែយើងខ្លាំងប៉ុណ្ណាយើងឯកភាពជាតិប៉ុណ្ណាយើងស្ដារស្ថានភាពបច្ចុប្បន្នប៉ុណ្ណាហើយយើងមានចិត្តតាំងចិត្តបដិញ្ញាប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប៉ុណ្ណាអានឹងយើងចាំមើលតទៅទៀតហើយមានតែប្រជាពលរដ្ឋខ្មែរទាំង17លានអ្នកនឹងឯងដែលជាសាក្សីនិងជាអ្នកសម្រាប់ជោគវាសនារបស់ប្រទេសយើងបាទសូមអរគុណច្រើនបងប្អូនខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណេះ